គួរឲ្យស្អប់ណាស់មិនគ្នាមកចឹងណាពួកយើងក៏ជិះប្តីប្រពន្ធនឹងគ្នាដែរអូនខំធ្វើប៉ែតនៅខាងក្រៅរកលុយឲ្យបងទៅរៀនតែបងវិញនឹងបងបាច់ជិះមកតាក់តងជាមួយស្រីផ្សេងនេះទៅវិញក្រែបងលេងលះជាមួយនឹងប្រពន្ធបងហើយមិនចឹងហីស្រាប់បងនិយាយសិនណែស៊ូអើស្រាប់បងនិយាយសិនស៊ូអើស្រីចង្កាត់ប្រាស់មែនបើមិនមែននាងតង់ទាញយើងទេយើងមិននឹងអាចទៅរៀបការជាមួយកូនស្រីច្បាយក្រុងនោះយើងមកតាក់ទងនាងដល់ពេលនេះថ្ងៃនេះយើងផឹកស្រាពីពេលនេះទៅយើងលែងជាប្តីប្រពន្ធនឹងគ្នាទៀតហើយមិនល្អទេនេះគឺជាស្រាសង្ហរផឹកទៅអត់ទេលេងទៅធ្លាប់តែសក់ជ្រុះទាំងដៃឥឡូវគឺថាដោះមកឡើងក្រាស់ខ្មៅឥឡូវហ្នឹងមកចែករំលែកបងប្អូនបន្តថាធ្វើម៉េចឲ្យសក់ដោះលឿនខ្ញុំបានធ្វើវីដេអូមួយបង្ហាញបងប្អូនកុំឲ្យបួងសក់ហើយខ្ញុំនេះផ្លាត់ស្នៀតបួងសក់ឡើងបាក់សក់ខ្ទេចខ្ញុំមកធ្លាប់បាននិយាយបងប្អូនទោះជាយើងប្រើផលិតផលល្អប៉ុណ្ណាក៏ដោយអារឿងថែសក់ខ្លួនឯងនេះមួយគឺត្រូវតែសង្កេតមែនតើសក់យើងបងប្អូនកុំទុកឲ្យយូរថ្ងៃពេកតែវាឡើងព្រេងឡើងកែឡើងអីគឺវាអត់ងាយក្នុងការដោះទេហើយនៅពេលដែលបងប្អូនរើសសាប៊ូកក់សក់ត្រូវ check មើលបន្ថែមទៀតថាត្រូវជាមួយនឹងសក់របស់យើងអត់ឈុតដែលខ្ញុំប្រើរាល់ថ្ងៃហ្នឹងគឺឈុតសាប៊ូ KN ដែលខ្ញុំបានធ្វើវីដេអូបង្ហាញជូនបងប្អូនរហូតហ្នឹងបងប្អូនដែលគាត់មានបញ្ហាសក់ជ្រុះសក់បែកចុងសក់ចាប៉ិអីបងប្អូនអាចសាកប្រើបានបើនិយាយពីសាប៊ូកក់សក់វិញអ្នកដែលស្បែកក្បាលឆាប់ឡើងកែឆាប់ឡើងព្រេងអីហ្នឹងសម្អាតស្បែកក្បាលបងប្អូនទាំងអស់គ្នាគឺបានស្អាតល្អហ្មងហើយចំណុចសំខាន់ដែលខ្ញុំស្រឡាញ់បំផុតហ្នឹងគឺបតុនសក់បងប្អូនអាចមើលនៅក្នុងវីដេអូនេះបានណាគ្រាន់តែបតុនណាសក់ខ្ញុំចេញមកគឺឡើងតុនអាលោកហ្មងសម្រាប់អ្នកដែលគាត់លេងពណ៌សក់គាត់ខូចអីហ្នឹងបងប្អូនអាចបតុនហ្នឹងគឺទុករយៈពេលប្រហែលជា3ទៅ5នាទីទៅពេលបងប្អូនលាងទឹកចេញមកវិញសក់យើងឡើងតុនអាលោកពេលខ្លះសក់ខ្ញុំតតែបតុនហើយស្ប៉ាទៀតបានអាលោកប៉ុណ្ណេះតែឥឡូវអត់ទេគ្រាន់តែកក់ឲ្យបតុនមកគឺស្អាតហើយមួយឈុតនេះខ្ញុំមិនមែនទឹមតែប្រើណាបងប្អូនខ្ញុំប្រើមកយូរហើយបងប្អូនអាចតាមដានវីដេអូរបស់ខ្ញុំបានបងប្អូនអាចឃើញថាសក់ខ្ញុំឥឡូវហ្នឹងប្លែកជាងមុនច្រើនក្រាស់ជាងមុនហើយមើលទៅមានទម្ងន់ទៀតបើសិនជាអំឡុងពេលដែលបងប្អូនកំពុងតែចង់ថែសក់ឲ្យដុះវែងហ្នឹងគ្រាន់តែកក់សក់ហើយផ្លុំឲ្យស្ងួតទៅគឺបានហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងសរសៃសក់បងប្អូនអាចសាកប្រើជាមួយនឹងឈុតសាប៊ូ KN នេះបានគុណភាពល្អហើយតម្លៃសមរម្យទៀតស្លាប់បាត់ហើយទេដឹងបងស្រីខ្ញុំជាមួយបងមានវិញ្ញាណពីរក្នុងរាងកាយតែមួយរាប់ពេល50ឆ្នាំក៏ប្រវិនគ្នាប្រើរាងកាយនេះម្ដងបងមិនមែនព្រោះតែស្នេហាបងមិននឹងអាយលោកងចឹងមិនជាបៃហ្វឹងទេឆេកអីបងគិតថាយកចិត្តស្មោះអាចដកចិត្តស្មោះវិញបានតែមិនស្មានថាមនុស្សវាគួរឲ្យខ្លាចជាងបិសាចឆ្ងាញ់នេះពេលនេះយើងនឹងប្រដៅអាប្រត់ដែលឆានឯងជំនួសបងស្រីយើងម្ដងនេះជាបិសាចពោះគុំចូលមកជួយផងជួយផងបងស្រីបងមិនស្មានថាឆ្លងគ្រោះស្នេហានេះវាលំបាកអញ្ចឹងសោះបងដើម្បីជួយឲ្យប្រុសថោកទៀតនេះបាត់បង់កម្លាំងធាតុច្រើននេះពេលនេះទៅបងនឹងផឹកស្រាសងហងទៀនពេលនេះវិញ្ញាណបងនឹងចិត្តរលាយហើយបងស្រីខ្ញុំនឹងទៅរកអ្នកដែលមានរាងកាយជាយ៉ាងទៅផ្សំដំណេកជាមួយគេទៅសាំងវិញ្ញាណរបស់បងត្រឡប់មកវិញជើកខ្ញុំផងណែណាជើកខ្ញុំផងជួយខ្ញុំផងលោកគ្រូខ្ញុំគឺជាកូនស្រីគ្រួសារលេងពេលនេះមិនភ្លៀងវង្វេងផ្លូវខ្ញុំមានរបួសទៀនពេលនេះខ្ញុំដើរលេងរួចទៅហើយតែឲ្យខ្ញុំនៅទីនេះផងបានទេនឹងដឹងថាកន្លែងនេះជាកន្លែងណាដែរទេខ្ញុំឃើញថាទីនេះគឺជាបច្ឆិញហងទើបខ្ញុំមកសុំជំនួយពីលោកគ្រូនេះច្បាប់នៅទីនេះគេបានសរសេរថា
មិនជួយស្រីវងវែងមកតែមែនទេ ណាហើយចុះពេលមិនលេងភ្លាមនាងចេញទៅ នាងធ្វើអីហ្នឹង ប្តីខ្ញុំមានអ្នកផ្សេងត្រូវបានខ្ញុំឃើញគេមិនត្រឹមតែមិនការខ្លួនទេនៅរួមដៃជាមួយស្រីនោះយកខ្ញុំទៅលក់នៅបនខ្ញុំមានរបួសមិនងាយទេតម្រាំរត់ចេញមកបានរបួសក្រៅក្នុងខ្ញុំលេបមិនដល់ទេលោកគ្រូអាចជួយលេបឲ្យខ្ញុំផងបានទេរបួសនៅក្រៅក្នុងខ្ញុំលេបមិនដល់ទេលោកគ្រូអាចជួយលេបឲ្យខ្ញុំផងបានទេ តែលើកនេះទេបែកខ្នងទៅដៃលោកគ្រូពិតជាកក់ក្ដៅមែននៅទីនេះក៏ឆេះដៃ ស្រីបិសាចថាប្រែរូបរាងពិតមក សំជាសិស្សធំនៅបច្ចិញ្ញហូមែនពិតជាល្បីដូចគេថាមែន នាងដឹងថាយើងជានរណាហើយនាងនៅហ៊ានមកទៀតស្រីបិសាចខ្លោមធំនាងនៅមិនឈប់ទៀតហ៎ណែនាងគឺជាបិសាចហ៊ានប្រែរូបរាងទៅជាអញ្ចឹង បងស្រីគ្រូចាប់បិសាចនេះគេគឺមានរាងកាយឈឺយ៉ាងមែនខ្ញុំគ្រាន់តែថាប់គេបន្តិចក៏បានសាងវិញ្ញាណមកវិញខ្លាំងលោកគ្រូលោកជាមួយខ្ញុំដឹងតែត្រូវផ្សំដំណេកជាមួយគ្នាហើយមិនអញ្ចឹងទៅលោកប្រាំជាមួយខ្ញុំទៅ ប្រហែលខ្លាំងណាស់យើងនឹងកំចាត់នាងចោល មុនអាកំពស់ខ្ញុំដាក់ក្នុងខ្លួនលោកមុននេះវាមានប្រសិទ្ធភាពហើយពេលនេះទៅអារម្មណ៍របស់ខ្ញុំវាមានពាក់ព័ន្ធជាមួយលោកបើសិនជាខ្ញុំស្លាប់លោកកុំគិតថាលោករួចខ្លួនឲ្យសោះ ស្រីបិសាចឆាប់ដោះមន្តអាគមនេះភ្លាមមិនអញ្ចឹងទេយើងនឹងឲ្យនាងរលាយជាមិនខានទេ លោកគ្រូមួយម៉ាត់ណាក៏បិសាចខ្ញុំខូចចិត្តណាស់ចាំទុំខ្ញុំឈ្មោះថាឆេងអ៊ីងនេះជាឈ្មោះបិសាចដែលនាងផ្សំដំណេកជាមួយលោកនេះ នាងនិយាយប្រាប់យើង សាច់ច្បងពេលហាត់គុនតាំងសោត្រូវការលបងមកធ្វើមិនបានជាមិនឃើញបងតែអញ្ចឹងណែមិនឆាប់ទៅទៀនមិនអញ្ចឹងទេលោកមិនខ្លាចថាសិស្សប្អូនលោកដឹងថាលោកលុយលាក់ក្នុងបន្ទប់នោះគឺជាបិសាចពស់ នាងយល់អន់នៅទីនេះស្រួលបួលទៅមិនអញ្ចឹងទេយើងនឹងយកជីវិតរបស់នាងជាមិនខាន គេគិតថាខ្សែនេះអាចចង់យើងបានអញ្ចឹងហីបើលោកមិនព្រមសហការអញ្ចឹងយើងមានតែលេងខ្លាំងបន្តិចហើយ ចិត្តអ្នកតាំងសិលមិនអាចរញ៉េរញ៉ៃបានទេវាត្រូវការស្ងប់អារម្មណ៍បើសិនជាត្រូវពិភពខាងក្រៅតាក់ទាញនោះវានឹងធ្លាក់ចុះអន្ទាក់បិសាច អរគុណសាច់ច្បងដែលបានណែនាំមិនបានជាលោកតតាំងអញ្ចឹងនឹងខ្ញុំដឹងថាលោកក៏ចង់បានដែរលោកទ្រាំអញ្ចឹងវាលំបាកខ្លួនឯងទេមិនអញ្ចឹងលោកផ្សំដំណេកជាមួយខ្ញុំមកសប្បាយជាមួយគ្នាទៅ
ចេញទៅសាច់ច្បង ការតាំងសិលថ្ងៃនេះត្រឹមនឹងសិនចុះវាយនោះគ្នាចេញទៅគ្មានការអនុញ្ញាតពីយើងហាមចូលចរិតខាន ចា៎ បាទ គោឲ្យស្ដែងនៅខ្វះតែបន្តិចប៉ុណ្ណឹង នាងមកពីកាំង ខ្សែចងបិសាចនេះវាចង់យើងមិនជាប់ទីងបាទហើយឈប់ស្ទាបទៅឈប់ស្ទាបទៀតទៅ ខ្ញុំភ្លេចទីងលោកត្រូវអាគមរបស់ខ្ញុំលោកមានអារម្មណ៍ដូចជាខ្ញុំអារម្មណ៍របស់ខ្ញុំលោកដឹងទាំងអស់យ៉ាងម៉េចដែរអារម្មណ៍មួយនោះវាពិបាកណាស់មែនទេខ្ញុំដឹងថាលោកចង់សម្លាប់ខ្ញុំគួរឲ្យស្ដាយបើសិនជាលោកសម្លាប់ខ្ញុំលោកក៏នឹងស្លាប់លោកចង់បានថ្នាំបន្សាបដែរទេឲ្យតែលោកព្រមផ្សំដំណេកជាមួយខ្ញុំនៅទីនេះ យើងមិនអាចសិលទេនាងស្លាប់ចិត្តនេះទៅហេសាច់ប្អូនសាច់ច្បងថាហើយមិនអាចមករំខានទេ ចេញទៅសាច់ច្បងថាមិនឲ្យពួកអញទៅរំខានតែយើងគឺជាសិស្សប្អូនដែលគាត់ស្រឡាញ់ជាងគេសាច់ច្បងមានមនុស្សរកលងខ្ញុំតែបើកទ្វារឲ្យលងសាច់ច្បងបងចាំមិញនឹងមិនអីទេមែនទេយ៉ាងមិញខ្លាចគេថាបកស្រាយមិនចេញមែនទេសាច់ច្បងសាច់ច្បងសាស់ប្អូនគេហៅលងមិនបានជាលងមិនឆ្លើយអញ្ចឹង នាងចង់ចាំមាញ់ ថាបខ្ញុំបន្ទិញខ្ញុំនឹងនៅស្ងៀមមិននិយាយអ្វីទាំងអស់មិនអញ្ចឹងខ្ញុំនឹងស្រែងសាច់ច្បងមិនស្រួលខ្លួនមែនទេ គ្មានទេ មួយរយៈនេះអនអើបានរកឃើញថ្នាំមួយប្រភេទវាអាចជួយបង្កើនវិជ្ជាគុណបាន យើងនិយាយហើយគ្មានបញ្ជាពីយើងហាមចូល សាច់ច្បង ចេញទៅ ក្រែងពួកលោកគឺជាមនុស្សរក្សាសម្ដីនោះអីលោកថាបខ្ញុំនឹងមិនអញ្ចឹងខ្ញុំថាបលោកក៏បាន ខ្ញុំព្រមជាមួយនាងពីកាំង លោកក៏ហកខ្ញុំមែនទេល្អណាស់ហ្វងឆាន់ខ្ញុំនឹងធ្វើឲ្យគេដឹងថាលោកតាក់ទងជាមួយនឹងបិសាញអីហ្វងឆាន់លោកធ្វើអីនឹង លោកថាមនុស្សនឹងបិសាចគឺខុសគ្នាគ្មានអីពាក់ព័ន្ធជាមួយគ្នាតែមិនបានជាលោកមិនហ៊ានបាក់ភ្នែកមើលខ្ញុំអញ្ចឹងបើលោកពិតជាគ្មានអារម្មណ៍មែនលោកមើលខ្ញុំបន្តិចហើយវាយ៉ាងម៉េច វាតែប៉ុណ្្នឹងទេ ឈិញអីរាងកាយជាយ៉ាងដែលអញរងនោះគឺជាហ្វងឆិនទោះជាប្រលឹងបងរលេងក៏បងមិនឲ្យអញទៅពាក់ព័ន្ធជាមួយនឹងគេដែរឬហេតុអ្វីហេតុអីបាត់ជាហ្វងឆិនមិនបានបើខ្ញុំមិនទៅផ្សំដំណេកជាមួយអ្នកមានរាងកាយជាយ៉ាងទេបងស្រីខ្លាចថាមិនអាចទ្រាំរួចមួយខែផងក្នុងបន្ទប់សាច់ច្បងមិនបានជាមានកម្លាំងបិសាញសាច់ច្បង បងនឹងងត់ទឹកក្នុងនេះឯងចូលមកតើវាសំស្អីទៅ ខ្ញុំគឺមកតាមរកក្លិនបិសាញវាចង្អុលមកគឺនៅទីនេះហើយ
បើមានបិសាចនោះយើងនឹងដឹងហើយ អីយ៉ាជើងខ្ញុំវាដូចជាក្រេញវាសំដែងទីងសាច់ច្បងបើមានលឺសំឡេងអីឬអញ អញខុសហើយបើគ្មានអីទេអញចេញទៅ មិនដឹងថាយ៉ាងម៉េចខ្ញុំមានអារម្មណ៍ថាភ័យបន្តិចមិនដឹងថាសាច់ច្បងព្រមជូនខ្ញុំទៅបន្ទប់បានឬអញកុំបារម្ភអីនាងមានសុវត្ថិភាពនេះ បាត់មាត់សាច់ច្បងនេះដូចជាមានសម្លេងមេង ជាអនអើបើឯងប៉ិនខ្លាចអញ្ចឹងថ្ងៃក្រោយឯងទៅចាប់បិសាចយ៉ាងម៉េចមិនអញ្ចឹងទៅសុំលោកគ្រូចេញពីប៉ាក់ទៅចេញទៅបេះដូងរបស់លោកដូចជាលោតលឿននេះលោកប្រកាន់ខ្លាំងអញ្ចឹងមិនបានជាមុននេះលោកជួយលើកបានខ្ញុំពីសិស្សប្អូនរបស់លោកបើសិនជានាងដឹងថាខ្ញុំគឺជាបិសាចថាមិនត្រូវនាងក៏អាចសម្លាប់ខ្ញុំឲ្យលោកបាន ខ្ញុំមិនអាចសម្លាប់នាងដោយសារតែអាគមនោះមែនតែខ្ញុំប្រាប់នាងខ្ញុំគ្មានថ្ងៃផ្សំដំណេកជាមួយនឹងនាងទេ លោកផ្សំដំណេកជាមួយខ្ញុំវាពិបាកណាស់អញ្ចឹងហី ទោះនាងប្រែកាយទៅជាមនុស្សបានតែនាងនៅតែជាបិសាចថ្នាក់ទាបនាងមិនចេះស្រឡាញ់ខ្លួនមិនចេះគោរពវាមានភាពខុសពីមនុស្ស ហ្វងឆិនលោកស្អប់ខ្ញុំអញ្ចឹងលោកសុកចិនមកលំបាកជាមួយខ្ញុំបានខ្ញុំទៅក៏បាន បិសាចនោះមានរឿងហើយ មិនអីទេអ្នកនាងឆេញអីមនុស្សដូចជាខ្ញុំមិនសមឲ្យនាងជួយទេឲ្យខ្ញុំស្លាប់ទៅ វាយនេះងាប់វាយនេះងាប់ វាយវាងាប់ទៅ វាយនេះងាប់ នាងដាក់ប្តីគេនាងធ្វើឲ្យប្រពន្ធគេស្លាប់ទៀនស្រីថោកទាបអញ្ចឹងទៅឈប់បុកវាចោលទៅ វាយងាប់វាយងាប់ទៅ មិនមែនអញ្ចឹងទេអ្នកប្រុសលៀនគេប្រាប់ខ្ញុំថាគេមិនទាន់រៀបការគេនៅសន្យានឹងខ្ញុំលុកខ្លួនឲ្យខ្ញុំហើយមករស់នៅជាមួយខ្ញុំទៀន សម្ដីមនុស្សថោកទាបអញ្ចឹងមិននឹងអាចជឿជាក់បានទៅត្រូវវាយងាប់ទៅ វាយងាប់ទៅ វាយងាប់ ងាប់ទៅ វាយងាប់ទៅ បានហើយស្មាងអីមកថានាងគឺជាស្រីបនមានស្រីបនណាមួយមិនមែនមកពីឪពុកមកពីប្តីមកពីមនុស្សថោកទាបយកទៅលក់នៅបនទេបើពួកគេមានជំរឿនាងក៏មិនធ្វើអញ្ចឹងដែរអ្នកនាងអ៊ីនៅដឹងពីភាពល្អភាពអាក្រក់ហើយបើសិនជាពួកឯងមិនសួននាំហើយបើសិនជាពួកឯងមិនសួននាំមកមួបង្កាច់មនុស្សស្រីទន់ខ្សោយពួកឯងថោកទាបជាងគេរាប់ម៉ឺនដង តើកូនរវល់ជាមួយនឹងពួកវាលើកនេះលើកលែនេះម្ដងទៅចុះតើមិនបាច់មើលទេតើពួកយើង មានផ្លូវពីរទី1លត់ទឹកឲ្យត្រីស៊ីឬមួយក៏កាន់ដៃរបស់យើងអ្នកនាងឈិញអ៊ីងមានរបួសហើយមនុស្សដូចជាខ្ញុំអញ្ចឹងមិនសមឲ្យនាងជួយទេអីយើងចង់ដឹងថាបើផ្ដល់ឱកាសឲ្យនាងម្ដងទៀតឲ្យនាងតែមានសេរីភាពនាងនឹងបដូរជីវិតខ្លួនឯងឬអត់ បិសាចនេះនាងបាច់ជាលុយប្រាក់យើងមកធ្វើអំពើល្អទៅវិញ នាងធ្វើដោយខ្លួនឯងទៅ មិនបានជាបេះដូងរបស់យើងលោតលឿនយ៉ាងនេះនៅផ្លឹកដល់ណាទៀតមិនកុំឆាប់តាមមក ក្រែងលោកឲ្យខ្ញុំទៅតែ មុនពេលដល់អាគមនោះនាងហាមចេញពីខ្ញុំជាដាច់ខាត អ្នកនាងមកជួយខ្ញុំនាងមើលតែនាងគឺដើម្បីយកបានបេះដូងគេមែនទេនាងចាំសិភ័យដែលខ្ញុំជួយនាងពីមុនឬអន់នាងអាចរៀនវិធីនៅក្នុងនោះបានប៉ុន្តែចិត្តស្មោះទើបមានតម្លៃឈឺខ្លាំងណាស់
ខ្ញុំត្រូវតែលេបថ្នាំឲ្យនាងរបស់នាងចិត្តជាហើយ អូខ្ញុំភ្លេចថាលោកក៏មានអារម្មណ៍ដូចជាខ្ញុំដែរ ពួកគេវាយនាងមិនបានជានាងបន្តដៃអញ្ចឹង តដៃឲ្យវាយ៉ាងម៉េចវាយងាប់មួយមិននឹងអាចវាយងាប់ប្រព័ន្ធពួកគេកាត់មកគឺមានចំណេះដឹងតែបន្តិចប៉ុន្តែមិនមែនជាកំហុសគេទេគឺជាកំហុសលោកនេះ នាងដឹងច្រើនតានាងអៀនអូជាណាមិនបានជានាងជួយគេអញ្ចឹង នាងគឺជាមនុស្សល្អនេះ មិនក៏នាងដឹងថាគេជាមនុស្សល្អ ពួកលោកពួកការសម្ដែងនេះតាមពិតពួកលោកមានកំណត់អាក្រក់បើជាមកធ្វើឯងល្អពួកយើងគឺជាបិសាចអាចមានអារម្មណ៍ដឹងមនុស្សល្អឬក៏មនុស្សអាក្រក់គ្រាន់តែហិតក្លិនក៏អាចដឹងដែរដូចជាលងគឺជាមនុស្សល្អ បើបិសាចឆ្លាតអញ្ចឹងមិននឹងអាចធ្លាក់ចូលក្នុងអន្ទាក់មនុស្សត្រូវមនុស្សបោកប្រាស់ទៀត ពលលោកក៏ដឹងថាពួកយើងជាបិសាចត្រូវមនុស្សបោកដែរមែនទេបងស្រីនិយាយហើយរឿងស្នេហានេះពួកយើងគឺជាបិសាចងាយធ្លាក់ចូលអន្លង់ស្នេហ៍ជាងពលលោកជាបិសាចព្រោះឲ្យពួកយើងអាក្រក់តាមត្រង់ល្អក៏ត្រង់ត្រង់បេះដូងគេមានរូបផ្កា5សន្លឹងពេលនេះវាបាក់មួយហើយឬមួយក៏គេលងជាមួយនឹងយើងហើយនេះលោកស្រឡាញ់ខ្ញុំហើយមែនទេ នាងកុំគិតច្រើនអីនាងមានរបួសដូចជាខ្ញុំមានរបួសអញ្ចឹងថ្ងៃក្រោយបើមានអ្នកណាធ្វើបាបនាងនាងក៏តដៃវិញទៅមកទៅគឺតតែពឹងលើអាគមតែយើងអាចមើលឃើញបេះដូងហ្វុងឆិនបើយើងអាចយកបេះដូងគេបានផ្កានោះរីកទាំង5សន្លឹងគេប្រកាសជាព្រមសំដំណេកជាមួយយើងមិនខានទេ លោកគ្រូរាប់រយឆ្នាំហើយទីបំផុតមានមនុស្សអាចឲ្យបេះដូងឲ្យបានហើយឲ្យដឹងថានេះមានន័យថាយកមកទេបើសិនជាវារីកទាំងអស់នោះកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងខ្ញុំដែលស្រឡាញ់វាអាចឆ្លងការតាំងសិលរាប់រយឆ្នាំបានឡើងជាអ្នកពូកែហើយអញ្ចឹងឯងដឹងទេបើឯងមិនអាចកាត់ផ្ដាច់បាននោះមួយជីវិតឯងនឹងវល់ជាមួយនឹងរឿងស្នេហារហូតទុកនេះនៅក្បែរខ្លួនទៅចាំទុកអ្នកហាត់គុនពួកយើងដាច់ខាតបើមានស្នេហាត្រូវតែផ្ដាច់វាចោលខ្ញុំសន្យាថានឹងធ្វើវាឲ្យបានសូមលោកគ្រូទុកចិត្តចោលមើលឆ្អាតហើយរណីនាងគឺជាបិសាចហ៎ដៃចូលភ្នែកមកមិនឃើញទេលោកជួយដល់ខ្ញុំបន្តិចបានឬអត់ខ្ញុំស្អាតទេណែខាងនេះក៏ត្រូវជូតដៃបុលីហ៎អ្នកតាំងសិលមិននឹងអាចត្រូវបិសាចពវនោះចិត្តឯងមិនស្ងប់ឯងតាំងសិលយ៉ាងម៉េចទៅសាច់ច្បងខ្ញុំដឹងខុសហើយខ្ញុំនឹងទៅតាំងសិលមិនបានជានាងធ្វើឲ្យអ្នកនៅក្នុងបកច្បោកច្បល់បែបនេះអញ្ចឹងនេះរករឿងខ្ញុំម្នាក់មិនគ្រប់គ្រាន់ទេយ៉ាងម៉េចលោកក៏ត្រូវខ្ញុំពងវក់ដែរមែនទេកុំនិយាយព្រៃប្រាយសោះខ្ញុំគ្រាន់តែស្អប់ដែលនាងដើរបង្វក់គេពេញហ្នឹងថ្ងៃក្រោយកុំឲ្យប្រុសផ្សេងតាមមើលរាងកាយនាងទៀតគឺវាមិនសមទេហ្វងឆិនបេះដូងគេបោះស្រទាប់ទី2ហើយវិធីអ្នកនឹងអ៊ីប្រាប់យើងពិតជាបានផលមែនដើម្បីបានតាក់មនុស្សប្រុសអាចប្រើគ្រប់វិធីទៅតាក់គេទោះបីជាគេរឹងប៉ុណ្ណេះក៏មិនអាចគេចផុតដែរអញ្ចឹងហើយវិធីនោះគឺជាភាពច្រណែនបេះដូងរបស់លោក
មិនបានជាវាលោតលឿនអញ្ចឹង យប់នេះហាមនាងចូលគេងក្នុងបន្ទប់ ខ្ញុំកេងចំណាំក្រែងផ្ដល់កន្លែងខ្ញុំកេងមិនលក់ទេ អញ្ចឹងខ្ញុំទៅរកគេងនៅកន្លែងផ្សេង លោកគេក៏មិនបានកាត់ដែរគង់តែមានថ្ងៃណាមួយលោកប្រកាសជាលោកនឹងខ្ញុំ មិនបានជាយប់ចាន់នេះទៅហើយលោកមិនតាន់កេងទៀនលោកថាតែមើលមនុស្សលោកនេះពិតជាគួរឲ្យធុញលោកធ្វើមកក្រមៅរហូតបើលោកមិនរវល់ជាមួយខ្ញុំទេខ្ញុំនឹងទៅរកអ្នកផ្សេងហើយ នាងហ៊ានទេខ្ញុំមិនដោះលែងនាងទេ អញ្ចឹងខ្ញុំចាំមើលថាលោកមិនដោះលែងខ្ញុំយ៉ាងម៉េច ហ្វ្រង់ឆិនមិនបានជាយប់ចាន់នេះទៅហើយនៅបាក់ខោអាវទៀនចាំខ្ញុំជួយលោកទៅចឹង ពាក់ព័ន្ធអីជាមួយនាង ជាក្លិនអីនឹងចម្លាញ់នេះ ណែឆាប់ឲ្យមកខ្ញុំវិញ យើងលើមកលីថានៅទីនេះវាមានបិសាញធ្វើឲ្យទីនេះមានចលាចលតាមពិតគឺជានាងអ្នកតាំងទៀមសាច់ច្បងសាំងយ៉ងនេះមិនមែនជាសិស្សប្អូនដែលតាមហ្វងឆិនរហូតនោះទេមែនទេយ៉ាងម៉េចនាងខ្លាចថាតំណែងនាងឡើងនៅមែនទេស្រីបិសាញនាងកុំកៃកាំងពេញថ្ងៃនេះយើងនឹងប្រដៅនាងចេញម្ដង អូនអើរឿងនេះចាំយើងជាអ្នកចាត់ការ សាច់ច្បងតាមធម្មតាបងគឺជាមនុស្សត្រឹមត្រូវគ្រប់ច្បាប់ជាងគេឬមួយក៏បងពិតជាលងជាមួយនាងមែន ឆេងអ៊ីងនាងមិនជាបិសាចធម្មតាទេ ពួកបិសាញវាស្អប់ក្លិនបិសាចជាងគេនេះហើយគឺជាចរិតពួកបិសាញសាច់ច្បងនេះបងនឹងមិនដឹងខ្លួនទេមែនទេថ្ងៃនេះបងមិនចាត់ការវាថ្ងៃក្រោយនឹងនាំរឿងឲ្យប៉ាទាំងមូលយើងគ្មានចេតនាធ្វើបាបនាងទេនាងសម្ដែងស្អីពួកបិសាចអាក្រក់អញ្ចឹងមុននេះនាងបិសម្រាប់យើងពេលនេះនាងនៅដោះសារទៀនលោកក៏មិនជឿខ្ញុំដែរមែនទេ ណែខ្ញុំ សាច់ច្បងខ្ញុំឈឺរបួននេះ អង្គុយចុះចាំបងព្យាបាលរបួសឲ្យ យ៉ាងដឹងហើយតាមពិតនាងគឺជាអ្នកធ្វើ ជប់ភ្លៀងលោកគ្រូ លោកគ្រូនាងបិសាចនេះវាចាំពពោះសាច់ច្បងហើយចាំសម្រាប់ខ្ញុំទៀនលោកគ្រូជួយខ្ញុំផងទៅ អូនឈិននិរស័យលោកគ្រូរឿងនេះមកពីខ្ញុំព្រមទទួលទោសទាំងអស់គឺមកពីខ្ញុំទាំងអស់លោកគ្រូបិសាចនេះមិនអាក្រក់ទេបើនាងចូលមកប៉ាក់ទៅហើយអញ្ចឹងឲ្យពួកឈិនមើលគេទៅបើសិនជាវាសនាមួយវាជាបុណ្យមួយដែរ លោកគ្រូមុននេះវាគឺចាំសម្រាប់ខ្ញុំមិននឹងអាចចាប់បានទៅ ឯងគិតថាឯងប្រើក្លិនបាយសាយក្រអូបនោះគឺគ្មានអ្នកណាគេដឹងហើយរឿងថ្ងៃនេះមិនជាកំហុសនាងទេ ចម្លាញ់ណាស់យើងមិនអាចជួបគេទេមិនបានជាយើងមានអារម្មណ៍ប្រហាជាមួយគេអញ្ចឹងឬមួយកននេះគឺជាអារម្មណ៍បងស្រីលោកគ្រូមិនអាចជួយបិសាចទេមិនបានជាគាត់ល្អជាមួយនឹងឈិញអ៊ីអញ្ចឹងតើបានន័យថាយ៉ាងម៉េចទៅបងឈិន
តាំងសិលវាមិនជារឿងងាយទេឯតាំងសិលយូរគួរតែដឹងហើយរាល់ការសម្រេចចិត្តមានន័យយ៉ាងម៉េចអរគុណលោកគ្រូដែលបានណែនាំសាច់បងអន់អត់តន់ខ្សោយតាំងពីក្មេងមករបួសនេះខ្លាចថាអាចនឹងរើរបួសចាស់លើមកថាបេះដូងរបស់ពោះវាអាចព្យាបាលជំងឺបានម៉ែនេះហ៎ណែឈិញអីអញ្ចឹងក៏ឲ្យនាងទៅចាស់សាច់បងខ្ញុំក្រោកឡើងខ្ញុំដឹងថានាងសម្ដែងទេខ្ញុំស្មានថាវិធីនេះបានផលតែមិននឹកស្មានថាលោកមកដឹងសោះថ្ងៃក្រោយមិនថាយ៉ាងម៉េចទេហានធ្វើបាបរាងកាយខ្លួនឯងមិនថាយ៉ាងណាទេក៏មិនបានដែរនាងគួរតែយល់ហើយលោកបារម្ភពីខ្ញុំអញ្ចឹងនេះលោកស្រឡាញ់ខ្ញុំមែនទេពួកយើងមានអារម្មណ៍ដូចគ្នាខ្ញុំគ្រាន់តែខ្លាចនាងឈឺតែប៉ុណ្ណោះអូគ្រូចាប់បិសាចប៉ុណ្ណាណីក៏ចេះខ្លាចឈឺដែរមែនទេបើលោកខ្លាចឈឺអញ្ចឹងមិនក៏លោកនឹងមិនឆាប់លាបថ្នាំឲ្យខ្ញុំទៀតលាបខ្លួនឯងទៅបើសិនជារបស់ខ្ញុំមិនជាទេនោះលោកត្រូវតែទ្រាំជាមួយខ្ញុំហើយអ្នកខ្លះមុននេះបាននិយាយថាខ្លួនឯងខ្លាចឈឺនោះអីនាងប៉ុណ្ណឹងបានហើយខ្ញុំឆាប់ញ៉ាំលោកហើយខ្ញុំលាបហើយមើលទៅយើងត្រូវខិតខំបន្តិចទៀតទៅបានតែមិនអីទេយើងនៅមានពេលទៀតក៏មានវិធីដែរយប់នេះជាយប់សានប្រខែបិសាចនោះនាងប្រកាសជាមករកយើងជាមិនខានទេសាច់បងសាច់បងយប់នេះជាយប់សានព្រះខែខ្ញុំបានធ្វើថងក្រអូបមកជួយឲ្យបងមានសុវត្ថិភាពការតាំងសិលមានរឿងអីសាច់បងមិនល្អទេបិសាចនោះមានរឿងហើយកុំចាំមកនាងយ៉ាងម៉េចហ្នឹងយប់ពេញបារមីពោះយើងនឹងត្រូវសក់ស្បែកសំវល់លោកកុំចាំមកអីមិនហើយមនុស្សប្រុសសត្វតាស្រឡាញ់ស្រីស្អាតគេឃើញយ៉ាងអញ្ចឹងគេនឹងលែងស្រឡាញ់យ៉ាងហើយមិនបានជាខ្លួនលងរងាអញ្ចឹងខ្ញុំត្រាំខ្លួនឯងក្នុងអណ្ដូងទឹកកកមកពេញមកចុកកំណៅឯនេះមិនបានជាលងមិនយកខ្ញុំដាក់ក្នុងនោះទេធ្វើអញ្ចឹងវាមិនងាយជាងទេពួកយើងមានអារម្មណ៍ដូចគ្នាពេលនេះនាងទន់ខ្សោយបើយកនាងដាក់ក្នុងនោះរាងកាយនាងនឹងរបួសជាមិនខានទេខ្ញុំមានតែធ្វើអញ្ចឹងទើបមិនសូវឲ្យនាងឈឺចាប់ណាបានធូរបន្តិចដែរទេហ្នឹងលោកគ្រូលោកធ្វើអញ្ចឹងគឺដើម្បីខ្ញុំជួយជីវិតរបស់នាងវាមិនមែនជារឿងដែលល្ងងទេលោកអាប់ខ្ញុំណែនពេងខ្ញុំដកដង្ហើមមិនចេញទេកុំកំរាំងខ្លួននាងក្តៅខ្លាំងណាស់មិនដឹងថាហេតុអីទេយើងខានមានអារម្មណ៍អញ្ចឹងយូរហើយវាហាក់ដូចជាអារម្មណ៍ដែលអ្នកម៉ែអោបយើងអញ្ចឹង
វាឲ្យយើងមានអារម្មណ៍កក់ក្ដៅនេះ ពេលដែលយើងប្រឈមមុខជាមួយនឹងនាងនេះគឺវាងាយអង្គើអញ្ចឹងហើយ ខ្ញុំចុះពីភ្នំទៅធ្វើភារកិច្ចជាមួយសិស្សប្អូនតែងមើលថែបរិបទបានល្អផងចាំខ្ញុំមកវិញណា នេះគេបារម្ភពីយើងមែនទេកម្លាំងធាតុយើងខ្លាំងជាងមុនវាប្រកាសជាមកពីហ្វងឆិនគេអាប់យើងពេញមួយយប់ហើយរាងកាយគេពិតជាបានជួយយើងមែនបងស្រីបងដឹងពីកម្លាំងធាតុដែលខ្ញុំផ្ទេរឲ្យបងឬអន់ផានការរបស់ពួកយើងគឺចិត្តបានជោគជ័យហើយបានហើយពួកយើងចាប់ចេញពីទីនេះទៅប៉ុន្តែបេះដូងរបស់គេបាក់បាន3ស្រទាប់ដើម្បីខ្ញុំហើយឈិញអីឯងគ្មានពេកហើយបងស្រីមិនថាយ៉ាងណាទេខ្ញុំនឹងមិនបោះបង់ចោលឡើយណែមួយណែ សាច់ច្បាស់យ៉ាងម៉េចនឹង សាច់ច្បាស់ដើម្បីការពារពួកយើងគាត់តែត្រូវពឹងពីពួកបិសាចកញ្ជ្រោង ពើស្នៃនេះត្រូវបន្សត់យ៉ាងម៉េច នេះមិនមែនជារឿងតូចតាចទេតើតែប្រុសស្រីទៅផ្សំដំណេកជាមួយគ្នាទៅអាចបន្សាប សំដំណេងសាច់បងចាំខ្ញុំមើលថែបងប្រយ័ត្នជើងប្រយ័ត្នរឿងបន្សាបពឹសស្នៃពួកបិសាចយើងជំនាញជាងមនុស្សដូចជានាងអញ្ចឹងតែដឹងស្អីទេមិនបានជាយើងមិនដឹងអីនោះមិនបានជាយើងមិនដឹងស្អីខ្ញុំត្រូវពឹសស្នាហើយ ខ្ញុំដឹងខ្ញុំក៏មានអារម្មណ៍ដូចជាលោកដែរមានតែបែបនេះទេសុំទៅផងមិនបានជានេះធ្វើអញ្ចឹងក្រែងនាងចង់ផ្សំដំណេកជាមួយនឹងខ្ញុំនោះអីមិនបានជានាងធ្វើបាបខ្លួនឯងមកបន្សាបពើឲ្យខ្ញុំអញ្ចឹង បើសិនជាខ្ញុំឆ្លៀតឱកាសនេះលោកនឹងស្អប់ខ្ញុំមួយជីវិតហ្វនឆិនខ្ញុំមិនចង់ឲ្យលោកស្អប់ខ្ញុំទេពួកយើងជាបិសាចមានរឿងខ្លះធ្វើរឿងខ្លះមិនធ្វើទេខ្ញុំជឿថាប៉ងលើមុនស្នេហ៍របស់ខ្ញុំក៏អាចឲ្យលោកស្រឡាញ់ខ្ញុំបានដែរបេះដូងរបស់ហ្វនឆិនបាក់មួយសន្លឹកទៀតហើយ មិននឹងអាចទៅ ហ្វនឆិន
ឈិញអ៊ីងអញឈប់ពាក់ព័ន្ធជាមួយហ្វងឆិនទៀតទៅអញឈប់ទៅបងស្រីបេះដូងហ្វនឆិននៅសល់តែមួយស្រទាប់ទៀតប៉ុណ្ណោះវានឹងបើកទាំងអស់ដល់ពេលនោះគេនឹងព្រមសំដំណើរជាមួយខ្ញុំហើយភាពឈ្នះនៅខាងមុខខ្ញុំនឹងមិនឈប់ទេបងមិនឲ្យអញទៅជាអញ្ចឹងទៀតទេ អរគុណនាងហើយអរគុណអ្នកនាង ណែខាងក្រៃយប់មិញអរគុណដែលនាងជួយខ្ញុំបើមិនបាននាងជួយទេខ្ញុំខ្លាចថាធ្វើអ្វីមិនល្អទេ វាជារឿងធម្មតាទេលោកកុំគិតច្រើនពេក អូ នេះជាថ្នាំព្យាបាលរបួសយប់មិញនាងជួយខ្ញុំអស់កម្លាំងធាតុច្រើនណាស់នាងត្រូវតែព្យាបាលរបួសណាទោះជាឆ្កាជាឆ្មាក៏ខ្ញុំនឹងជួយដែរលោកកុំគិតច្រើនអី តែម្សិលមិញនៅខាងក្រោយភ្នំ គ្រាន់តែនិយាយពីផ្អែមបន្តិចហើយវាយ៉ាងមិញខ្ញុំជាបិសាញខ្ញុំផ្ដេសសាវ៉ាងីលោកយកជាការពិតធ្វើអី អញ្ចឹងហើយនាងក៏លេងសើចជាមួយនឹងស្នេហា លេងសើចជាមួយស្នេហាលេងសើចជាមួយស្នេហាវាជារឿងពួកបិសាចយើងចូលចិត្តជាងគេឈិញអ៊ីងសំតឹងនេះជាជំរើសតែមួយគត់របស់បងឈិញអ៊ីងនេះជាជំរើសតែមួយគត់របស់បងស្រីបងដឹងខ្លួនឡើងខ្ញុំសូមវល់បងជួយគេផងទៅបងស្រីឈិញអ៊ីងនេះតាមមានរឿងអីទៅបងស្រីខ្ញុំមិនស្ដាប់តាមបងខ្ញុំលួចចុះពីលើភ្នំមកតែស្លាញ់មនុស្សធម្មតាម្នាក់តែខ្ញុំមិនដែលស្ដាយក្រោយទេពេលនេះខ្ញុំចង់ឲ្យបងជួយគេផងមនុស្សរស់មួយជៀនគេមិនអាចប្រឆាំងជាមួយវាសនាបាននោះទេបើសិនជាគេស្លាប់ខ្ញុំមិនរស់ម្នាក់ឯងនោះទេឈប់ភ្លាមឯងឈ្គត់ហើយមែនទេបងដឹងថាអញឆ្លាញ់វានោះហើយបងមិនឲ្យរឿងការពីមុនវាកាត់ឡើងម្ដងទៀតទេទោះជាអញស្អប់បងក៏ដោយក៏បងនឹងធ្វើដែរអីចានេះមិនមែនជាបិសាចចុចចិត្តតែប្រុសនោះហីនាងទៅពពុះសច្បាំងពេញនឹងពេលនេះនាងធ្វើអញជាល្អស្អីមិនក៏មិននិយាយរត់ដល់នាងដូចជាពូកែណាស់ហ៊ានធ្វើតាមមិនហ៊ានទទួលជាចេញក៏មកពាក់ព័ន្ធជាមួយយើងមិនអញ្ចឹងទេនេះនឹងស្ដាយក្រោយមិនត្រូវទេតាមធម្មតាឈិញអ៊ីងវាបានសម្ដែងណាស់វាមិននឹងអាចត្រជាក់អញ្ចឹងទៅបើវឹមលោកគ្រូលោកច្រឡំមនុស្សហើយលោកលេងជាភ្លាមលោកលេងជាភ្លាមអ្នកគ្រូខ្ញុំមិនអោយនាងរត់ទៀតទេនាងបិសាចនោះវាមិនមែនជាមនុស្សល្អមែនវាទៅតាក់សោះច្បងមុនពេលនេះសម្បីតែលោកគ្រូក៏វាមិនដល់លេងយើងនឹងទៅប្រាប់សោះច្បងឲ្យគាត់ដឹងពីមុខមាត់ប្រាប់របស់វាអ្នកគ្រូខានជួបគ្នាយូរមកហើយយើងនិយាយហើយថ្ងៃក្រោយកុំហៅយើងថាអ្នកគ្រូទៀនលើកមុនជួបអ្នកគ្រូកាលពី100ឆ្នាំជាងមុនគួរឲ្យស្ដាយគេ
គេអស់ជីវិតហើយឯងមានវាសនាជាមួយយើងនឹងយកកម្លាំង100ឆ្នាំយើងទៅកែប្រែវាសនាឯងពេលពេលនេះទៅឯងឈ្មោះថាសៀនតៅជីងសៀនតៅជីងឯងឲ្យយើងផឹកអីទៅប្រកាសជាស្រាដងហងដែលគ្រូខ្លាចជាងឯងហើយឯងបាច់ជាហ៊ានធ្វើអញ្ចឹងផងបើអ្នកគ្រូបានជោគជ័យខ្លាចជាទេវតានោះខ្ញុំមិនឲ្យអ្នកគ្រូចេញពីខ្ញុំទេសៀនតៅជីងមិនបានជាពេលនោះយើងទៅជួយអរិយឆានដូចជាឯងអញ្ចឹងអ្នកគ្រូពីពេលនោះមកខ្ញុំតាមរកអ្នកគ្រូរហូតអ្នកគ្រូមានរូបរាងកាយតែមួយជាមួយនឹងឈិញអ៊ីងខ្ញុំចាំយូរមកហើយទម្រាំតែបលឹងគ្រូចូលខ្លួនថាមិញម៉ែប៉ាឈិញស៊ូបាជាខ្លាចជាមនុស្សដែលវក់ជាមួយនឹងស្រីទៅវិញពិតជាគួរឲ្យអស់សំណាញ់ណាស់មិនឲ្យលះបង់អីទេខ្ញុំមិនឲ្យគិតពីខ្ញុំទេឡើងចឹងឯងគិតថាកាត់ពីមុនឯងរួចគ្នាអញ្ចឹងមែនទេឲ្យតែសម្រាប់ឈិញអ៊ីងចោលនាងមិនរលីទៅណាទេពួកយើងអាចនៅជាមួយគ្នាជារៀងរហូតហើយបានហើយបើសិនជាឯងហ៊ានប៉ះនាងយើងនឹងធ្វើឲ្យឯងមិនអាចមកឃើញជារៀងរហូតខ្ញុំមិននឹងឲ្យនាងស្អប់នោះខ្ញុំស្បត់ខ្ញុំនឹងមិនចាត់ការខ្លួនឯងទេនាងគួរតែដេកឲ្យអ្នកគ្រូអ្នកគ្រូរាងកាយនេះគួរតែជារបស់នាងហើយខ្ញុំនឹងជួយនាងយកមកវិញលោកគ្រូបានន័យថាម៉េចយើងគ្រាន់តែចង់មើលថាគ្រូឯងតើវាមានអ្វីដែលពិសេសទៅលោកគ្រូធ្វើអញ្ចឹងវាមានពាក់ព័ន្ធអីជាមួយនឹងរឿងរបស់ខ្ញុំឯងកុំភ័យយើងដឹងហើយតែពេលនេះឲ្យនាងដឹងខ្លួនសិនទៅទើបបានខ្ញុំនៅកន្លែងណាទៅឈិញអ៊ីងលោកគ្រូមិនបាច់ខ្វល់ទេឈិញអ៊ីងមានខ្ញុំមើលថែហើយល្បែងនេះវាកាន់តែគួរចាប់អារម្មណ៍ទៅហើយនាងជាមួយលោកគ្រូមានស្អីពាក់ព័ន្ធនឹងគ្នាពាក់ព័ន្ធអីទេខ្ញុំតែដឹងខ្លួនទេខ្ញុំខ្លួនឯងកុំមកសម្ដែងនោះពួកនាងជាបិសាចចង់តែផ្សំដំណេកទេជាមួយអ្នកណាក៏បានដែរជាដំបូងគឺខ្ញុំហើយក្រោយមកគឺលោកគ្រូតាមមិនដែរទេមកតែបងស្រីដើម្បីខាត់យើងតាក់ទងជាមួយ function គាត់ក៏គ្រប់គ្រងរាងកាយមួយនេះតែពេលនេះរាងកាយរបស់យើងបានមកវិញហើយអញ្ចឹងយើងមិនដល់ថយទៀតទេនេះលោកប្រចាំខ្ញុំជាមួយនឹងលោកគ្រូអីអ្នកណាតែអ្នកណាប្រចាំនោះប៉ុន្តែមុននេះលោកព្រោះតែខ្ញុំតែមានរឿងជាមួយនឹងលោកគ្រូនោះអីលោកថាតែមើលបើខ្ញុំតែផ្សំដំណេកជាមួយលោកគ្រូមែននាងហ៊ានហ៎ Function ខ្ញុំស្រឡាញ់លោកនាងដឹងថានាងកំពុងនិយាយពីស្អីទេខ្ញុំដឹងខ្ញុំស្រឡាញ់លោកវាមិនមែនដើម្បីផ្សំដំណេកជាមួយលោកទេក៏មិនមែនអ្វីផ្សេងដែរគឺខ្ញុំគ្រាន់តែស្រឡាញ់លោកផ្កាបេះដូងរបស់លោកបានបាក់អស់ទៅហើយលោក
លោកនៅធ្វើជាត្រឹមត្រូវស្អីទេ កុំបញ្ញាប់អី ខ្ញុំស្អប់លោកនិយាយថាមនុស្សជាមួយនឹងបិសាចមិនអាចស្រឡាញ់គ្នាបានតែបើដងលោកដែរមិនដែលបាក់នឹងវាបានជាមកបាក់ព្រោះតែបិសាចខ្ញុំនេះទៅវិញលោកថាតើមើលលោកបកស្រាយយ៉ាងម៉េច ប្រហែលជានាងនិយាយត្រូវតែទោះបីជាមនុស្សត្រូវគោរពតាមប្រពៃណីហើយនឹងច្បាប់ទម្លាប់របស់វាដែរมันអាចធ្វើប្រហែលទេពួកយើងគួរតែគោរពគ្នាទៅវិញទៅមកទៅវិជ្ជាការត្រឹមត្រូវ អីចាខ្ញុំមិនយល់លោកនិយាយពីអ្វីទេខ្ញុំសូឡងលោកស្រឡាញ់ខ្ញុំឬអត់ ស្រឡាញ់ទុកពេលឲ្យបងបន្តិចទៅបងនៅទទួលខុសត្រូវលើអូននេះជាពណ៌ក្រហមដែលកាត់ចេញពីក្តីស្រឡាញ់របស់មនុស្សបងចង់ឲ្យអូនដឹងថាទោះអូនជាបិសាចហើយនៅក្នុងចិត្តរបស់បងគឺអូននៅតែសំខាន់លោកប្រកាសឲ្យមែនទេលោកមិនកុហកខ្ញុំទេ ពេលដែលការនោះរបាក់អស់តើវាមានន័យយ៉ាងម៉េចទៅខ្ញុំយល់ហើយសម្រាប់ស្រីបិសាចនោះចោលទៅកាត់ស្នេហាខ្លាចទៅជាទេវតាគឺបានហើយណា តាមពិនគេកុហកយើងរហូតមកស្រឡាញ់អីគ្រប់អីវាជាការខ្លាចខ្លាចទាំងអស់គេនិយាយពីអស់នោះមកលួងលោមយើងគឺដើម្បីឆ្លងគ្រោះស្នេហាគេទេ លោកគ្រូទៅសម្រាប់គេវាមិនមែនជាវិធីតែមួយទេខ្ញុំមានវិធីផ្សេងអាចឆ្លងគ្រោះនេះបានមិនចាំបាច់ប្រើវិធីនេះទេគុំទៅគិតងាយពេកបើឯងចាត់ការមិនបានទេទុកឲ្យយើងចាត់ការចំនួនទៅចុះប្រកាសណា ល្អណាស់ហ្វុងឆិនមកដល់ពេលនេះលោកនៅកុហកខ្ញុំទៀតមង្គលការនេះលោកដើម្បីសម្រាប់ខ្ញុំក៏បានត្រៀមទុកអញ្ចឹងមែនទេមង្គលការពួកមនុស្សលងមិនបានគួរតែផ្សំដំណៃទេមិនបានចាំមកទីនេះអញ្ចឹង អូនគួរតែមានសេរីភាពយកមេដីជាមនាកាយអូនទៅវាស័ក្តិសម ប្រសាវ៉ៃយើងនឹងសម្រាប់ឯង ឈិញអ៊ីងបងនៅមិនក្បត់អូនទេ បងស្រីកម្លាំងដែលបានមកពីការផ្សំដំណេញនឹងវាអាចលំនឹងប្រលឹងបងបានហើយឈិញអ៊ីងបើពួកយើងយកបានអ្វីដែលពួកយើងចាប់បានហើយអញ្ចឹងពួកយើងក៏ឆាប់ចេញពីទីនេះទៅឡមកទីនេះធ្វើអី អាកាសធាតុរងាប្រយ័ត្នឈឺណាទៅតែងើបមកឲ្យមិនឃើញអូនបងក៏នឹកអូនទៅ
ai rụp khăn ốn chui cặp áoឲ្យបងតើបានបាយទេហ្នឹង បងមិនចេះធ្វើដោយខ្លួនឯងទេ សិតសក់ពាក់អាវឲ្យគ្នាវាក៏ជាការអភិវឌ្ឍទំនាក់ទំនងមួយដែរក្រែអូនទៅរៀនសូត្រពីពួកមនុស្សនោះអី ឲ្យមកអូនវិញមែង มันស្មានថាអូនប្រើវិធីច្រើនដាក់បងអញ្ចឹងសោះ បងចង់ធ្វើអី ពស់ជាសត្វនេះជាយន្តការពារខ្លួនអាចឲ្យអូនចូលដេកយូរគុជនេះអាចឲ្យរាងកាយវាកក់ក្ដៅគឺជូនអូនបែបនេះអូនលេងរងាហើយ គុញដែលអាចធ្វើឲ្យកក់ក្ដៅបានរាប់ពាន់ឆ្នាំទៅអាចមានវាបានបងបានវាមកពីនេះ រាប់ពាន់ឆ្នាំហើយយ៉ាងម៉េចឲ្យតែអូនស្រឡាញ់ហើយនេះជាការប្រកួតនៅឯប៉ះចាំបងត្រឡប់មកវិញ ឆេងអ៊ីងមនុស្សនឹងបេសាញ់ដើរផ្លូវខុសគ្នាកុំតែស្រឡាញ់មនុស្សធម្មតាអីស្ដាប់តាមបងតែហេតុអីយើងឈឺត្រង់នេះម្លេះមិនអាចទេសាច់ច្បងមិនអាចចាញ់ទេទោះបីជាវាយជាមួយគេម្នាក់ឯងក៏ដោយ មើលទៅមួយរយៈនេះសាច់ច្បងមើលទៅដូចជាគ្មានអារម្មណ៍ទេមើលទៅគេលេងដូចពីមុនទៀតហើយមើលទៅមួយរយៈនេះសាច់ច្បងមានរឿងស្អីអាចនិយាយបានហើយមិនអញ្ចឹងទេបងមិននឹងអាចយកឈ្នះខ្ញុំ ពួកឯងក៏មកនិយាយផ្ដេសផ្ដាញ់សាច់ច្បងហាត់នោះគឺវិជាគុណឈូអ៊ីងគាត់មិននឹងអាចមានរឿងទេយើងថាណាគឺពួកឯងចំណានជាមួយសមត្ថភាពសាច់ច្បង សាច់ប្អូនឯងដឹងថាហេតុអីបានជាសាច់ច្បងដែលប្រកែនោះថ្ងៃនេះសំបីតាដាវក៏កាន់មិនជាប់ដែរព្រោះអីគេបាត់បង់រាងកាយដើមហើយកម្លាំងភាពក៏លេងមាននៅដែរប៉ិតមែននេះ មែនទេមែនទេមែនទេមើលទៅចម្លែក មិននឹងអញសាច់ច្បងហាត់គឺជាក្បាច់កូនអ៊ូឈីងសាប់អូនមូឈីងមកសាមិញក្រវល់ខ្ញុំជ្រុះនៅបន្ទប់លងលោកមានឃើញឬអញក្រវល់ខ្ញុំជ្រុះនៅក្នុងបន្ទប់លងលោកមានឃើញឬអញ កវលអី នៅសំដែងទៀនខ្ញុំដឹងថាក្លិនថងក្រអូបខ្ញុំនៅលើខ្លួនរបស់លង កវលអីនាងបានន័យថាម៉េចហ្នឹង យ៉ាងម៉េចលោកវាយមិនឆ្នាំមូលីផងអញ្ចឹងគេគឺជាមនុស្សពូកែជាងគេនៅក្នុងប៉ែងអញ្ចឹងលោកមកចេះដឹងអីទេ ណែពួកឯងចេញទៅពួកឯងចេញទៅ ឆាប់ទៅលឺឡាយ ឆាប់ទៅសំណាងហើយនាងមិនអីនោះអាគមនោះវាបានបើកហើយមិនអីទេ ពេលលោកសំដំណេកជាមួយខ្ញុំហើយអាគមនោះវាប្រកាសជាបាំងពេលនេះទៅពួកយើងលែងមានអីពាក់ព័ន្ធជាមួយគ្នាហើយ នាងបានន័យថាម៉េចហ្នឹង លោកមិនគិតថាយើងស្រឡាញ់លោកមែនទេ នាងនិយាយម្ដងទៀតមក យើងបាននិយាយថាយើងមិនស្រឡាញ់លោកទេយើងគ្រាន់តែពេញចិត្តរាងកាយជាយ៉ាងប៉ុណ្ណឹងដើម្បីមកបង្កើនកម្លាំងធាតុរបស់យើងពេលនេះយើងបានជោគជ័យហើយយើងមិនចាំបាច់សម្ដែងទៀតទេមនុស្សចោលម៉ាស៊ីនយើងលេបលែងរួចហើយពេលនេះយើងខ្ពើមបំផុន នាងមិនឈិញអីទេឈិញអីមិនធ្វើអញ្ចឹងដាក់ជើងទេនាងក៏មិននិយាយអញ្ចឹងដែរ
នាងជាអ្នកណា មិនងាយមានអ្នកណាមើលដឹងពីភាពខុសប្លែកគ្នារវាងបងប្អូនយើងតែមួយទីលោករាប់បានថាជាមនុស្សដំបង ព្រោះថាខ្ញុំស្រឡាញ់នាង Function លោកមិនចាំបាច់សម្ដែងទេលោកតែតងជាមួយនឹងឈិញអ៊ីងលោកមិនប្រានាងមកឆ្លងគ្រោះស្នេហារបស់ខ្លួនឯងទេពេលនេះតាឯងមកសម្ដែងអីទៀតពិតជាគួរឲ្យអស់សំណាញ់មែន ទេមិនមែនទេយើងមិនអាចយកនាងមកប្រាស្រ័យទេ ឈប់កុហកគេទេឯងនឹងថាមនុស្សនឹងបិសាចមិនអាចទៅរួញឯងនេះយកចិត្តស្មោះរបស់នាងមកបង្កើនកម្លាំងធាតុឯងប៉ុណ្ណឹងពួកឯងទាំងពីរគ្មានលទ្ធផលល្អអ្វីទេទោះជាបង្ខំនៅជាមួយគ្នាក៏វាដើរផ្លូវចាក់ដែរ ដើរផ្លូវចាស់តើបានយ៉ាងម៉េចទៅ រាប់ពាន់ឆ្នាំមកនេះមនុស្សជាមួយបិសាចនៅជាមួយគ្នាវាមានលទ្ធផលល្អស្អីទេពួកឯងជាមនុស្សពួកឯងជាមនុស្សទៅបបាញ់សាញ់ហើយពួកយើងជាបិសាចបានមិនអាចប្រក្រឡាជាមនុស្សបានពួកយើងមិនខ្លាចជាសត្វគេប្រមាញ់ទៅឲ្យតែមែនទេ យើងរៀបការជាមួយនឹងឈិញអ៊ីងគឺដើម្បីស្រឡាញ់មើលថែនាង ឯងពិតជាគួរឲ្យអស់សំណាញ់ណាស់ឯងទុកឈិញអីនៅក្បែរខ្លួនតាំងពីដំបូងឯងធ្វើបែបនេះក៏មិនមែនដើម្បីឆ្លងគ្រោះស្នេហាឯងទេពេលនេះឯងមកនិយាយថាស្រឡាញ់នាងផង មិនមែនទេ អញ្ចឹងឯងហ៊ានស្បត់ឬអន់ថាឯងមិនដែលមានគំនិតចង់សម្លាប់ឈិញអីនឹងឯងហ៊ានស្បត់ថាឯងស្រឡាញ់នាងការពីនាងពីមនុស្សគ្រប់គ្នាឬអន់ឯងអាចទៅរៀបរៀងក្រសែភ្នែកពីពួកប៉ាឯងដែរទេពួកឯងជាមនុស្សវាដូចតែគ្នាអញ្ចឹងក្នុងចិត្តមិនដែលភ្លេចរឿងមនុស្សជាមួយនឹងបិសាចខុសគ្នាយ៉ាងម៉េចទោះជាធ្លាប់ស្រឡាញ់គេពិតមែនតែនៅតែធ្វើតាមការគិតដដែលភាពខ្លាំងហើយក៏ទៅពលីនាងនេះគឺជាភាពអាត្មានិយមរបស់ពួកមនុស្សអញ្ចឹងហើយឯងចាំបាច់តង់ទៀមធ្វើអីមិនអញ្ចឹងលែងដៃពេលនេះតែម្ដងទេកុំឲ្យថ្ងៃក្រោយពួកឯងទាំងពីរមានការឈឺចាំ Function ដល់លែងនាងក៏ដូចជាដល់លែងខ្លួនឯងដែរឈិញអ៊ីងរឿងការបញ្ជាមុនគង់តែមានថ្ងៃណាមួយពួកឯងចាំបាននៅជាមួយគ្នាពួកឯងគ្មានលទ្ធផលល្អទេ Function ក៏មិនប្រកបជាមួយឯងដែរគេមិនមែនជាមនុស្សស័ក្តិសមទេ នាងគិតថានាងអាចទៅបានអញ្ចឹងហ៎ លោកគ្រូនាងបិសាចនោះទៅតាក់ទងសោះច្បាំងធំហើយវានៅតាក់មូលីទៀនវាຕົកបាក់នៅជាគ្រោះសូមលោកគ្រូទៅចាត់ការវាទៅ នាងទៅចាំខ្ញុំជួយរារាំងលោកគ្រូចុះយើងឲ្យឯងកាត់ផ្ដាច់មនោសញ្ចេតនាឯងវិញបើជាស្រឡាញ់ស្រីបិសាចនេះទៅវិញឈិញអ៊ីងនាងមិនអាចធ្វើបានណាទេខ្ញុំបានឃើញនាងជួយគេលើកទឹកចិត្តគេជានិច្ច សាច់បងបានទៅជួយនិយាយវាទៀន ខ្ញុំគ្រាន់តែនិយាយការពិតទេប្រាប់ឈិញអ៊ីងទៅខ្ញុំមិនអាចគេធ្វើបាននាងទេប្រាប់ឈិញអ៊ីងទៅខ្ញុំមិនអាចគិតធ្វើបាបនាងទេបើឯងចង់ប្រឆាំងជាមួយនឹងយើងនឹងដាក់ឯងម្ដងទៀត នេះគឺខ្សែតិចបិសាញ់វាយម្ដងវាមិនត្រឹមតែបាយសាច់បាយឈាមវានៅខាត់ការតាំងសិនអស់10ឆ្នាំទៀត យើងទុកឱកាសឯងម្ដងហើយសម្រាប់ឈិញអ៊ីងទៅកម្លាំងធាតុនេះឯងមិនអាចទ្រាំដល់3ដងទេឯងទៅតាមសម្រាប់ឈិញអ៊ីងទៅយើងអាចទុកជីវិតឯងបាន សាច់បងត្រូវនាងបិសាចនោះពងវងសម្រាប់វាចោលបងនឹងអាចឆ្លងគ្រោះទាំងនេះបានហើយ ចុះបើយើងមិនចង់ឆ្លងគ្រោះក៏មិនចង់ខ្លាចទៅជាទេវតានោះអាឡងងមើលលើឯងជាគ្រូសិស្សម្ដងនោះយើងមិនជួនឯងទៅងាប់ទៅចុះឈិញអ៊ីងក្រែងបងឲ្យអូនទៅហាញ់តា អ្វីដែលបងនិយាយអូនស្ដាប់លឺហើយបងមិនអាចចង់សម្រាប់អូនទេបងស្រីខ្ញុំមិនអាចទៅតែងចេញនោះទេខ្ញុំចង់ទៅរក Function សួរគេឲ្យច្បាស់
អញគិតច្បាស់ហើយមែនទេខ្ញុំគិតច្បាស់ហើយហ្វងឆិនខ្ញុំនឹងទៅជួយលង បងជិនហើយសម្រាប់នាងទៅយើងអាចទុកជីវិតឲ្យបានខ្ញុំមិនស្ដាប់លោកគ្រូទេ សាច់ច្បងបងត្រូវនាងបិសាចពងវងសម្រាប់វាចោលបងនឹងអាចឆ្លងគ្រោះបានមិនអីទេខ្ញុំមានវិធីនាំលោករត់បានលោកគ្រូមិនក៏មិនចាប់ពួកវាមិនបានជាលោកគ្រូលែងពួកវាអញ្ចឹង វាយវាមុននេះណាមិនជាការធ្វើបាបទេវាជាគម្រោងណែនេះជាកន្លែងណា នេះជាកន្លែងសម្ងាត់អូននៅជាមួយបងស្រីវាលាក់នៅលើភ្នំវាអាចបាំងកម្លាំងអូនបាន បានហើយអូនមិនបាច់បាត់បង់កម្លាំងធាតុដើម្បីបងអញ្ចឹងទេហើយបងក៏មិនសមឲ្យអូនធ្វើអញ្ចឹងដែរ សំឬអន់មិនមែនបងជាអ្នកសម្រេចនោះទេ អូនដឹងឬក៏អត់តាំងពីដំបូងមកបងប្រើប្រាស់អូនទៅឆ្លងគ្រោះថ្នាក់រហូតណា ពួកយើងដូចតែគ្នាទេពីដំបូងមកអូនគិតចង់ប្រើរាងកាយបងទៅជួយបងស្រី មនុស្សជាមួយនឹងបិសាចគឺវាដាក់ផ្លូវខុសគ្នា តែពួកយើងរៀបការឲ្យមិនចឹងហីតែគោរពមេឃដីធ្វើជាប្តីប្រពន្ធក្រែងបងជាមនុស្សគោរពរឿងទាំងអស់នោះណាមែនទេ អូនចាក់ចេញពីបងក៏ទៅរកកន្លែងតាំងសិលទៅអូនមិនបាច់មកជួបបញ្ហាអញ្ចឹងទេ តែអូនមិនបានគិតអញ្ចឹងទេ តែបងគិតបើមិនមែនមកពីអូនទេបងអាចទៅតាំងសិលបានបាត់ទៅហើយអាចទៅធ្វើជាសិស្សច្បងធំនៅបកបាន ចឹងហើយបងគិតថាអូនធ្វើឲ្យបងខាត់ទៅមែនទេ មែន បងគិតថាអូនចាំមើលថែបងមែនទេ អញ្ចឹងពួកយើងក៏មករំខានគ្នាទៀត អញ្ចឹងបងទៅទេបងទៅឲ្យបាត់ទេ ឈិញអ៊ីងសុំទោសបងគ្រាន់តែមិនចង់ឲ្យអូនមានរបួសទៀតទេ បងគិតថាបងអាចទៅណាបានបងដើម្បីអូនទៅតតាំងជាមួយបាក់ទាំងមូលពេលនេះខាងក្រៅបងមិនអាចទៅណាបានទេ ឈិញអ៊ីងអូនជាបិសាចបងគឺជាមនុស្ស អូនស្អប់ពាក្យមនុស្សនឹងបិសាចខុសគ្នានោះនេះហ្វងឆិនអូនសួរបងដែរគិតថាបងស្រឡាញ់អូនដោយស្មោះដែរឬអន់បើបងមិនបានបដិសេធអូនទេអញ្ចឹងមិនថាពួកយើងទាំងពីរចូលទៅចិត្តអ្នកម្ខាងទៀតដោយសារអ្វីចិត្តស្មោះពួកយើងក៏មិនអាចខ្លាំងខ្លាយដែរបេះដូងរបស់បងក៏វាមិនកុហកគេដែរហ្វងឆិនអូនចូលទៅចិត្តបងតាំងពីដំបូងគឺដើម្បីជួយបងស្រីមែនតែក្រោយមកអូនក៏លងស្រឡាញ់បងហ្វងឆិនអូនចង់ស្ដាប់ពាក្យពិតរបស់បងបងស្រឡាញ់អូន ហ្វងឆិនបងឈប់តែប៉ាតាំងសាល់ទេបងមកលាក់ខ្លួនរស់នៅទីនេះជាមួយអូនអរិយរាយទេសន្យាជាមួយអូនតើបានទេបានស្ដាប់តាមអូនទាំងអស់ឈប់សិនបងហាត់វិជាកូនអ៊ូឈីងបើសិនជាឲ្យតែខំហ្វឹកហាត់វាអាចប៉ះពើបានហើយ បងមិន
មិនខ្លាចអូនស្លាប់យកកម្លាំងរបស់បងអត់ទេ បងនៅជាមួយនឹងអូនយូរអញ្ចឹងបងស្គាល់ពីអូនច្រើនជាងអូនគិននៅជាមួយនឹងអូនបងបានត្រៀមខ្លួនហើយបើសិនជាត្រូវអូនស្រូបយកអស់មែននោះវាជាវាសនារបស់អូនទេ អញ្ចឹងអូនមិនដាច់ចិត្តទេលោកគ្រូតូចពួកយើងមកផ្សំដំណេកទេហ្វាញ់ឆិនគឺអូន មិនបានអូនចេញរូបរាងដើមអញ្ចឹង អូនដល់ពេលត្រូវចូលដេញពោះត្រូវតែចូលដេញអូនហត់ស្រាប់ហើយអូនមានរបបអស់កម្លាំងធាតុទៀនមានតែជាអញ្ចឹងទីបើសិនជាគុជកម្ដៅនៅគឺល្អហើយ អញ្ចឹងពេលនេះអូនរងាណាស់មែនទេចាំបងរកវិធីសិន អីចាសង្ហាននេះពេលជាមនុស្សក៏មិនបានមើលចិត្តអញ្ចឹងដែរ គឺក្តៅជាងមុនមែនហើយ សំណាងហើយពេលនេះយើងគឺជាពស់មិនចឹងគេប្រកាសជាខេមុខយើងក្រហមហើយ កម្ដៅទៀតទៅអៀនអីក្រាញ់ជាប្តីប្រពន្ធនឹងគ្នាហើយតាវាក្តៅណាស់ អ្នកណាថាអូនអៀនតែគឺជាបងទីងចាប់ពីពេលនេះទៅបងនឹងខ្លាចជាមនុស្សរបស់អូនបងត្រូវតែថែរក្សាខ្លួន អូននិយាយមកចុះដូចជាអី ដូចជាបើអូននិយាយមួយបងហាមនិយាយពីរ បើសិនជាអូនថាឈប់នៅពេលនេះបងត្រូវឈប់ដែរទេ បងទៅរៀនរឿងទាំងអស់នេះមកពីណាមក អូនមើលស្ពើនោះបានតែឯងទេហ៎យ៉ាងម៉េចហ្នឹង ប្រហែលជាមកពីអូនខានញ៉ាំអីយូរពេកអូនដូចជាចង់ញ៉ាំអ្វីមួយយ៉ាង អញ្ចឹងតាអាចឲ្យអូនមានវិធីស្រួលជាងនេះដែរទេ ចុះបើអូននិយាយថាអូនចង់ញ៉ាំបេះដូងមនុស្សមកតែបងភ័យទេបងđãឃើញអូនធ្វើបាបគេតាំងពីអង្ការ បើសិនជាអូនចង់ញ៉ាំនោះក៏ញ៉ាំរបស់បងទៅ ពួកមនុស្សបងនេះមានល្បិចច្រើនណាស់មានតែគំនិតអាក្រក់វាមិនឆ្ងាញ់នោះទេបានហើយឆាប់ញ៉ាំទៀតហើយពួកយើងគឺជាពស់តាមធម្មតាញ៉ាំតែមាន់ឬក៏ទន្សាយអីទេបងទៅផ្សារទិញឲ្យអូនបន្តិចបានទេ បានពេលនេះបងនៅតែទិញឲ្យអូននៅចាំបងទីនេះហើយកុំទៅណាណា យ៉ាងបែរជាមានកូនរបស់ហ្វងឆាន់ត្បូងកាពីននេះវាជារបស់មានតម្លៃជាងគេរបស់យើងនឹងយកវាធ្វើជាគុជមួយជូនហ្វងឆាន់ឲ្យគេទុកជាងនៅក្បែរខ្លួនរហូត ទាំងនេះវាជារបស់ឈូអ៊ីងដែលចូលចិត្តញ៉ាំទាំងអស់ហ៎បងឈិននេះជាការចងចាំឯងកាលពីជាតិមុនឯងឆាប់មើលទៅ សិស្សលោកនេះទៅធ្លាក់តឹងសំណាងឲ្យបានជួបយើងពិតជាអាយុវែងមែនមើលទៅលើលោកសង្ហាអញ្ចឹង
យើងជួយលោកតែចារាងកាយរបស់មនុស្សធម្មតានេះវាខុសពីពួកយើងមែនលោកផ្ទះហើយកុំកំរាំងឲ្យខ្ញុំមើលលោកបន្តិចតែមើលអ្នកនាងបែបនេះមិនសមទេមានអីមិនសមគឺខ្ញុំជួយជីវិតលោកខ្លួនលោកគឺជារបស់ខ្ញុំហើយទោះជាខ្ញុំស៊ីលោកក៏មិនអីដែរនាងខ្លាចជាប្តីប្រពន្ធរបស់ខ្ញុំហើយខ្ញុំនឹងទទួលខុសត្រូវលើនាងទទួលខុសត្រូវមែនទេមនុស្សដូចជាលោកពិតជាគួរឲ្យចាប់អារម្មណ៍មែនអញ្ចឹងនាងព្រមចុះពីលើភ្នំជាមួយខ្ញុំដែរទេក៏បានអញ្ចឹងក៏តាមចិត្តលោកចាស់លបលោធ្វើស្អីហើយខ្ញុំមកនេះធ្វើអីជូនអូនចូលចិត្តទេបែបវាខ្ញុំមែនសារអញចេញអ៊ីងបងចង់រៀបការនឹងអូនបើពួកឯងខ្លាចជាប្តីប្រពន្ធនឹងគ្នាទៅហើយថ្ងៃក្រោយត្រូវតែចេះជួយគ្នាហ៎អូនមកបិសាចលោកដល់ពេលនេះទៅហើយនេះមិនដឹងទេអូនគឺជាបិសាចមិនបានជាអូនជួយយើងអញ្ចឹងមិនបានជានាងរៀបការជាមួយនឹងយើងអញ្ចឹងនេះនាងធ្វើគ្រប់បែបយ៉ាងដើម្បីសម្រាប់គ្រួសារយើងឯងពួកឯងជាមនុស្សពួកឯងសម្រាប់បាក់ពួកយើងអស់ប៉ុន្មានទៅហើយយើងនឹងឲ្យឯងដឹងថាការបាត់បង់សាច់ញាតិវាមានអារម្មណ៍បែបនេះយើងស្អប់ពួកមនុស្សឯងជាមួយនឹងបិសាចគឺខុសគ្នានេះហើយជាលទ្ធផលពួកយើងអូនមិនអាចស្រឡាញ់បងទេមិនដែលទេពួកឯងទាំងពីរនេះមិនអាចមានលទ្ធផលល្អទេទោះជាបង្ខំនៅជាមួយគ្នាក៏វាដើរដល់ផ្លូវដដែលដែរតាមពិតបាយហ្វឹងនាងគឺមានអត្តន័យអញ្ចឹងសោះណោះឈិញអ៊ីងនាងទៅសម្រាប់គ្រួសារយើងទាំងអស់បើមិនមែនយើងជួយឯងទេលោកការចងចាំឯងតែទូលអញជាសិស្សទេឯងមិនដឹងថាឯងទៅយ៉ាងម៉េចទៅហើយទេអញ្ចឹងមិនក៏លោកគ្រូឲ្យខ្ញុំចងចាំឡើងវិញអញ្ចឹងព្រោះអីយើងចង់ឲ្យឯងសម្រេចចិត្តដោយខ្លួនឯងបងឈិននេះជាអតីតកាលឯងជាមួយនឹងស្រីនោះនាងជាបិសាចសម្រាប់មនុស្សមិនប្រពេចភ្នែកឯងនៅចង់នៅជាមួយនឹងនាងទៀតទេមិនអាចទេឈិញអ៊ីងនាងមិនមែនជាមនុស្សអញ្ចឹងទេនៅនឹងមុខអញ្ចឹងហើយឯងនឹងមិនដឹងខ្លួនទៀតនាងជាបិសាចវាមិនអាចកែប្រែបានទេពេលនេះសម្រាប់វាចោលឯងអាចកាត់ផ្ដាច់អារម្មណ៍ដើរផ្លូវត្រូវគ្នាវិញវាបាក់វានឹងបើកចំឯងរហូតគ្រូនៅតែជាគ្រូរបស់ឯងហើយនៅតែជាសិស្សសំណប់របស់យើងដដែលលោកគ្រូនិយាយថាឈិញអ៊ីងនាងជាបិសាច
ខ្ញុំនៅជាមួយនាងយូរហើយនាងមិនអាចធ្វើបានណាទេខ្ញុំនៅជាមួយនឹងនាងយូរមកហើយគឺនាងមិនអាចធ្វើបានណាទេហើយនៅរកលេឲ្យនាងទៀតអីនាងទៅសម្រាប់អ្នកមកឯងនៅជាមួយនឹងនាងវាមិនត្រឹមតែធ្វើបាបខ្លួនទេហើយនាំរឿងដល់ប៉ាទៀតខ្ញុំមិនជឿនាងមិនអាចធ្វើអញ្ចឹងទេបើនាងធ្វើអញ្ចឹងមែនខ្ញុំនឹងសួរនាងថាមកពីហេតុអីបានបាយនៅតែជជែកអញ្ចឹងនោះគ្រូមិននិយាយជាមួយឯងទេឯងចាំទុកឯងជជែកអញ្ចឹងត្រូវតែទុកខុសត្រូវដោយខ្លួនឯងជួយផងជួយផងជួយផងឈិញអីមានបិសាចអូនធ្វើស្អីហ្នឹងហ្វងឆាន់នេះអូនយ៉ាងម៉េចនឹងគឺមែនហើយបិសាចនៅតែជាបិសាចបងតគិតស្អីហ្នឹងហ្វងឆាន់វាមិនមែនចឹងទេអូនមិនដឹងថាមានរឿងអ្វីកើតឡើងទេអូនចាំមិនបានបងបានឃើញផ្ទាល់នឹងភ្នែកអូននៅចង់ដោះសារទៀតហ៎អូនចាំមិនបានពិតមែនស្រីមុននេះវាយកនំចូលមកថាបងជាអ្នកយកឲ្យអូនពេលអូនញ៉ាំហើយក៏អូននៅកុហកទៀតហាងនំនោះគឺវានៅលើតឹងលោកគ្រូខ្ញុំបានធ្វើតាមលោកគ្រូ5 10ឆ្នាំនៅក្នុងនំនោះហើយយើងចាំមើលថាមនុស្សជាមួយនឹងបិសាចវាអាចស្រឡាញ់គ្នាយូរប៉ុណ្ណាទៀតទៅអូនកុហកបងតាំងតែពីដើមមកមិនក៏ចាំបាច់កុហកបងមិនបានជាបងមិនព្រមជាអូនបងជាអ្វីដែលបងបានឃើញប្រកាសជាសិនតាជីវាជាអ្នកធ្វើពេលនេះអូននឹងសម្លាប់ពួកវាភ្លាមឈិញអីបងបានយកសពមួយក្នុងយកសពនោះវាជាអ្នករៀនសូត្រម្នាក់ហើយអូនបិសាចពោះដែលលាក់សមាជិកខ្លួនអូនជួយបងហើយរៀបការជាមួយនឹងបងតែថ្ងៃដែលពួកយើងរៀបការនោះអូនបានចេញរូបរាងពិតហើយទៅសម្រាប់គ្រួសារបងទៀតផងមិនបានជាបងយកសំចឹងអូនថាតើមើលការយកសពមកខ្លាចជាការពិតដែរទេហ្វងឆាន់លោកគឺជាការយកសំវាមិនមែនជាការពិតទេហ្វងឆាន់នេះគឺជាកូនដែលធ្វើពីឈាមរបស់អូនវាគឺជាកាដូដែលអូនជូនបងអូនមិនហើយអូននឹងមានដំណឹងល្អមួយទៀតចង់ប្រាប់បងគឺអូនបងចង់សម្រាប់អូនមែនទេបើអូនមិនព្រមនិយាយការពិតបងមិនឲ្យអូនធ្វើបាបគេទេហ្វងឆាន់អូនសាកគិតសាជាថ្មីនៅក្នុងនេះទៅហ្វងឆាន់សំណាងហើយដល់ក៏មិនបានកាត់អីហ្វងឆាន់អូនមិនបន្តបងទេអូននឹងឲ្យបងជឿថាអូនមិនឲ្យបងខកចិត្តទេសាច់បងឈប់ផឹកទៀតទៅសាច់បងសំណាងហើយដែលបងដឹងពីផែនការបិសាចនោះហើយត្រឡប់មកវិញបងក៏ដឹងថានៅប៉ានេះលោកគ្រូគឺស្រឡាញ់បងជាងគេបើបងអាចសម្លាប់នាងបិសាចនោះទៅឆ្លងគ្រោះបានថ្ងៃក្រោយបងខ្លាចជាទេវតាបងកុំភ្លេចខ្ញុំឲ្យសោះសាច់បងបិសាចពោះនោះគឺមកទៀតហើយហ្វងឆាន់អូនត្រូវតែប្រាប់បងឲ្យដឹងបិសាចដែលមករងំ
យើងតែឃើញដំបងនាងដឹងថាទីនេះជាកន្លែងណាឬអន់យើងចង់ជួបហ្វងឆិនកាលពីមុនសាច់ច្បងត្រូវនាងពងវងពេលនេះគាត់បានដឹងខ្លួនមកវិញហើយគាត់លែងអីពាក់ព័ន្ធជាមួយនឹងនាងទៀតហើយឈិនអនអើយើងគ្មានពេលមកនិយាយជាមួយនាងទេថ្ងៃនេះយើងត្រូវទៅជួបហ្វងឆិនឲ្យបាននាងក៏ថានេះជាកន្លែងណាទៅនាងក៏សំចង់មកជួបជាមួយសាច់ច្បងយើងផងមិនមើលថាខ្លួនឯងគឺជាអ្នកណាឈីអនអើនាងក៏ជាមនុស្សស្រីដូចជាយើងដែរនាងក៏ដូចជាយើងដែរទេតើអ្នកណាជាមនុស្សស្រីដូចជានាងនោះឯងជាបិសាចថោកទាមឯណាចរិតឯងតាក់សាច់ច្បងយើងកាលពីមុននោះពេលនេះជាមកអង្វរយើងផងវាយិតពេលហើយរឿងមួយនេះរឿងនេះរបស់ហ្វងឆិនគេមិនដឹងទេគេនឹងស្ដាយក្រោយមួយជីវិតនាងចង់និយាយស្អីហ្វងឆិនបើស្ដាប់អូននិយាយសិនអូនមិនចង់ធ្វើបាបគេទេក្នុងនំនោះវាមានថ្នាំពុលតែបានជាធ្វើឲ្យអូនខឹងបើនេះហ៊ានពពោះសាច់ច្បងយើងទៀតយើងនឹងសម្លាប់នាងចោលយើងនិយាយហើយហាមចេញពីទីនេះមកតែអូនពិតជាមានរឿងមករកបងពិតមែននិយាយនៅទីនេះទៅពួកយើងរកកន្លែងស្ងាត់និយាយគ្នាមិនបានទេអ៊ីននាងមិនជាអ្នកក្រាទេអូនដឹងហើយបានន័យថាមិញបាក់យើងចាប់បិសាចរាប់មិនអស់មានឈ្មោះល្បិញពេលនេះបិសាចតូចទៀមក៏ហ៊ានមកដៃនាងគិតថាយើងឲ្យនាងតែអញ្ចឹងមែនទេសាច់ច្បងថាតើមើលខ្ញុំគួរចាត់ការយ៉ាងម៉េចខ្សែកនេះវានឹងបិទកម្លាំងធាតុនាងក៏ហាមទង្វើរបស់នាងដែរពីពេលនេះតទៅនាងជាទាសករនៅបកហើយសាច់ច្បងនៅតែចិត្តល្អខ្ញុំនឹងយកវាទៅឃុំនៅប្រាសាទបិសាញ់យកវាធ្វើជាទឹកឈាមតែខ្ញុំថានាងបិសាចនេះទុកវាក៏គ្មានបានការអ្វីដែរខ្ញុំគិតថាសម្រាប់វាចោលទៅសាច់ច្បងបងនាងជាទាសករយើងចាំយើងចាត់ការដល់ខ្លួនឯងនាងបិសាចចង្រៃចាំមើលយើងចាត់ការនេះយ៉ាងម៉េចហ្វងឆិនអូនធ្វើអីខុសទៅមិនបានជាបងធ្វើដាក់អូនអញ្ចឹងនាងអីក៏ចាំមិនបានដែរយើងស្រឡាញ់នាងយ៉ាងនេះនាងបែរជាមកសម្រាប់អ្នកម៉ែរបស់យើងហើយទុកជីវិតយើងដូចជាស្មៅអញ្ចឹងបងកំពុងតែនិយាយអីអូនមិនបានចាំទុកឋានៈរបស់នាងពេលនេះចុះនាងគឺជាទាសកររបស់យើងនាងគួរតែបម្រើយើងឲ្យបានល្អទៅបងធ្វើអីនាងចេញពីទីនោះមិនមែនដើម្បីរឿងនេះទេនាងបាននិយាយពេញមាត់ថាស្រឡាញ់យើងចាំមើលថាតើនាងស្រឡាញ់យើងប៉ុណ្ណាដែរទៅហ្វងឆិនអត់ទេកូនហ្វងឆិនកុំបង្ខំឲ្យអូនស្អប់បងយើងស្អប់នាងដល់ឆ្អឹងយូរមកហើយមនុស្សដូចជានាងអញ្ចឹងយើងមិនខ្ចីប៉ះផងយើងខ្ពើមខ្លាំងណាស់យើងថាហើយនេះបិសាចអញនេះមកតាក់សាច់ច្បង
នាងថោកទាបលេងល្បិញមែនឬអន់យើងមិនដឹងថានាងនិយាយអីទេមិនអញ្ចឹងស្រីចំណាស់នោះវាមិនយន់នំមានថ្នាំមកឲ្យយើងអញ្ចឹងទេហើយនាងក៏មិនគួរមកដឹងរឿងនេះដែរតែនាងបាច់ជាមករអៀខ្លួនពេលយើងនិយាយរឿងនេះឈន់អីការសម្ដែងរបស់នាងវាអន់ណាស់គួរឲ្យស្ដាយវាអន់តើវាយ៉ាងម៉េចឲ្យតែមនុស្សម្នាក់គេព្រមជាទៅបានហើយសាច់ច្បងជឿខ្ញុំផងចរិតដើមមិនកែសាច់ច្បងវាលេងសាហាវណាស់នាងចង់ចាត់ការវាយ៉ាងម៉េចខ្ញុំតាំងពីក្មេងមកខ្ញុំមានសុខភាពខ្សោយណាស់កាលពីមុនខ្ញុំចង់យកឈាមបេះដូងវាមកព្យាបាលខ្លួនមិនចឹងពេលនេះតើវាយកមកឲ្យខ្ញុំទៅនាងសើចអីយើងសើចយើងល្ងងដឹងថាប្រុសវាភ្លើចោលម៉ាស៊ីនយើងនៅតែលងខ្លួនទៀតហ្វុនឆិនបងពិតជាចង់ដើម្បីវាមកយកឈាមបេះដូងអូនមែននេះនាងធ្វើបាបគេមុនចរិតដើមមិនកែសោះស្អាតឬអន់ឈិញអីបងចង់រៀបការជាមួយអូនយើងយល់ហើយមករំខានលោកចាត់ការទេឈាមនេះគ្រប់ទេគ្រប់ទេគ្រប់ទេណែនាងឈួតហើយហ្វុងឆិនកាលពីមុនលោកប្រាប់ខ្ញុំថាមិនថាយ៉ាងណានោះទេកុំធ្វើបាបរាងកាយខ្លួនឯងតែដល់ចុងក្រោយអ្នកដែលធ្វើឲ្យយើងឈឺចាប់ជាងគេគឺជាលងណែឈិញអីឈិញអីចេញទៅកុំមិនដឹងល្អអាក្រក់នោះនេះលោកកំពុងតែធ្វើអីសិស្សប្អូនថាចង់យកឈាមបេះដូងនាងទៅព្យាបាលខ្លួនមុនគេជានោះនាងកុំចង់ស្លាប់ឲ្យសោះណានាងមិនអាចស្លាប់បានទេហ្វុងឆិនពេលដំបងជាពិតជាខ្វាក់ភ្នែកមែននាងកុំចង់ស្លាប់គឺយើងមានវិធីមួយដែលអាចឲ្យនាងរស់ឡើងវិញនៅយល់ដែរទេ
សាប្អូននាងស្លាប់ហើយ ហ្វងឆានអូនជាពូនណាម៉ែណាអូនមិនកុហកបងទេពួកអូនហ្វងឆានពេលដែលខ្ញុំហាត់គុននឹងវាដូចជាងងឹតមុងហើយក៏សន្លប់ទៅ anh cái chuyện này này dương không có nắm chừng anh tí mày bắn chạy mà sao nạp ở đây dương នាងមិនស្គាល់យើងតែយើងស្គាល់នាងឈិញអ៊ីង anh chuyện này này នាងដូចជាបងស្រីនាងមើលតែគួរឲ្យស្ដាយហើយនាងគេមានរាងកាយជាជឿយ៉ាងវាទុកវាគ្មានបានកាយើងមានតែបំបាយពួកអី dươngនឹងសម្រាប់anh sao chứ bong cho mày nâng គឺយើងខុសហើយគឺយើងខុសទាំងអស់ bọn srei mày ban chạy anh phơiខ្លួនឯងមានរបួសអញ្ចឹងបងស្រីឆ្នាំនោះវាបន្តជីវិតខ្ញុំតែវាតែសម្រាប់កូនរបស់ខ្ញុំមានអារម្មណ៍ថាហត់ណាស់ខ្ញុំមិនចង់បន្តទៀតទេមនុស្សគួរឲ្យខ្លាញ់ជាងបិសាចទៀនតែហេតុអីបានជាចិត្តស្មោះរបស់ខ្ញុំមិនអាចដូចជាចិត្តស្មោះរបស់គេបានអញ្ចឹងរឿងស្នេហាវាពិបាកណាស់បងបានឆ្លងកាត់រឿងជាច្រើនរាប់រយឆ្នាំមកនេះទីបំផុតបងក៏បានយល់ពេលនេះបងចិត្តខ្លាចជាទេវតាហើយអញឲ្យរៀងកាយបងមកចើពេលក្រោយខ្លាចជាទេវតារឿងស្នេហាទាំងអស់នោះវាមិនអាចខំយើងទៀតទេបងស្រីខ្ញុំលែងចង់ដឹងខ្លួនទៀតហើយកេងទៅកេងលក់ទៅវានឹងលែងឈឺចាប់ទៀតហើយឯណាឈិញអ៊ីងនោះនាងទៅហើយនាងនឹងមិនមកវិញទៀតទេបែបផងនាងឲ្យខ្ញុំជុំនាងតិចមកខ្ញុំដឹងហើយខ្ញុំដឹងអស់ហើយគឺខ្ញុំយកច្រឡំលើនាងហើយគឺមកពីខ្ញុំមិនអាចជឿលើនាងទេ មិនតាន់ទីនាងសម្រេចតែដេកលក់ហើយពេលនេះរាងកាយរបស់នាងគឺជារបស់យើងតែម្នាក់គុណទេយើងចង់ជួបឈិញអ៊ីងមិនហើយយើងភ្លេចប្រាប់ឯងរឿងមួយនាងធ្លាប់មានកូនរបស់ពួកឯងធ្លាប់មានកូនពួកយើងគឺបានន័យថាម៉េចគឺឯងជាអ្នកសម្លាប់កូនរបស់ពួកឯងអ្នកឈិញអ៊ីងបងខុសហើយវាជាកំហុសរបស់បងទាំងអស់ឯងមិនចាំបាច់ស្ដាយក្រែងចឹងទេព្រោះឯងឈិញអ៊ីងមិនបន្ទោសឯងទេក៏មិនស្អប់ឯងដែរសម្រាប់នាងគឺនាងមិនខ្វល់អ្វីទាំងអស់
អ្នកគ្រូ ឯងមិនមែនជាដៃគូរបស់យើងទេជាចេញ នេះអ្នកគ្រូខ្ញុំចង់ជួបមុនពេលដែលស្លាប់ម្ដង ឯងទៅហាត់វិជាបិសាចអីទៅបានជាត្រូវបិសាចចុះខ្លួនចឹងនឹង នេះមានអារម្មណ៍ថាខ្លួនឯងគ្មានកម្លាំងទៀតហើយនេះនៅតែចិត្តទន់ដដែលអ្នកគ្រូខ្ញុំដឹងថាគង់តែមានថ្ងៃណាមួយនាងខ្លាចជាទេវតាខ្ញុំមិនឲ្យនាងចេញពីខ្ញុំទេ សិនតែជីឯងឈ្គន់ហើយមែនទេ មិនយើងឈួតហើយឲ្យតែយើងអាចនៅក្បែរនាងបានយើងសុខចិត្តចូលនរកអ្នកគ្រូខ្ញុំយល់ពីដំបូងអ្នកគ្រូដើម្បីជួយខ្ញុំទៅបោះបង់ការតាំងសិល100ឆ្នាំបើមិនជាស្នេហានោះជាស្អីខ្ញុំគិតថាធ្វើជាសិស្សនាងធ្វើជាទេសកលនាងខ្ញុំស្មានថាខ្ញុំអាចនៅជាមួយនាងរហូតតែបើជានាងចង់ខ្លាចជាទេវតាចង់ចាក់ចេញពីយើងយូរយ៉ាងនេះវាត្រឡប់នៅពេលនោះលើកមុនយើងអូននេះពីលើមេឃមកលើកនេះយើងនៅតែអាចធ្វើបានយើងនឹងយកនាងមកនៅក្បែរខ្លួនយើងយកនាងមកនៅក្បែរខ្លួនយើងជារៀងរហូតណាយើងយកនាងមកនៅក្បែរខ្លួនយើងត្រូវការនាងយើងត្រូវរួមរស់ជាមួយនាងអញដេកចាំទៅសិនតែជីអញខត់យើងមិនបានទេ ដេកចាំមើលនាងនឹងថាយើងចាំនៅថ្ងៃនេះយើងចាំយូរប៉ុណ្ណាដែរទេយើងអាយុវ័យមិនចាស់ដូចជានាងយើងនឹងឲ្យនាងព្រមជាមួយនឹងយើងនឹងឲ្យពួកវាចុះចាញ់យើងតែអញចង់ធ្វើអីទៅអ្នកគ្រូប្រកាសជានាងខ្លាចតែជាប្រពន្ធរបស់យើងពេលនេះទៅមានអ្នកណាឲ្យបំបាយពួកយើងបានទេបដូរវាទៅពាក់វាភ្លាមទៅឆាពាក់ភ្លាមទៅចុះបើជាមិនពេកបើសិនជានាងបដិសេធយើងនឹងសម្លាប់ម្ដងម្នាក់លើកក្រោយនឹងដល់វិញណ៎យើងពេកអ្នកគ្រូនាងមិនសប្បាយចិត្តទេពីពេលនេះទៅយើងនៅជាមួយគ្នាជារៀងរហូតយើងនឹងនៅជាមួយគ្នាអញចាប់ពូសិននោះមកធ្វើអីអ្នកគ្រូយើងចង់នៅក្មេងរហូតដូចជានាងអញ្ចឹងបែបនេះតែយើងអាចនៅជាមួយគ្នាជារៀងរហូតបានមិនមែនទេឯងចង់ចាប់ពួកគេទៅសំណាញ់មែនទេនៅតែគ្រូយល់ពីយើងពេលដែលប្រច័ណ្ឌពេញពងមកយើងនឹងសម្លាប់សិស្សទាំងអស់នេះហើយយករាងកាយហ្វូនឈិនយើងនឹងមានរាងដែលមិនចេះស្លាប់ដល់ពេលនោះមានអ្នកណាអាចបំបាយពួកយើងបានទេមែនទេហ៎អញ្ចឹងហើយសាហ្វងឈិននោះគេស្លាញ់ព្រោះតែហ្វូនឈិនគឺជាមនុស្សដែលមានរាងកាយជាយ៉ាងដែលយើងតាមរកមនុស្សស្មានថាវានៅតែស្រឡាញ់ពលឹងមួយនោះទៀតយើងទ្រាំមិនបានមនុស្សដែលមានមុខមាត់ដូចជានាងអញ្ចឹងទៅស្រឡាញ់មនុស្សធម្មតាម្នាក់នោះណាយើងនឹងប្រែខ្លួនជាឈិញអ៊ីងទៅសម្រាប់វាយើងក៏ឲ្យជីវិតវាទី2ជួយឲ្យវាហាត់គុណទៅវាអាចមានថ្ងៃនេះតាមពិតយើងគិតឲ្យវាសម្រាប់ឈិញអ៊ីងទៅកាត់មនុស្សចេតនាឲ្យវាខ្លាយទៅជាយើងមនុស្សស្មានថាវាបែរជាទៅស្រឡាញ់ឈិញអ៊ីងទៀតមិនគួរណាវាធ្វើបែបនេះទេយើងពិតជាមិនយល់ទេយើងមិនយល់ពីវាពិតមែនណាអដិរឆានថោកទាម
វាល្អត្រង់ថាឈិញអ៊ីងនឹងព្រមដេកលក់ឲ្យហ្វូងឈិនឆ្លងគ្រោះស្នាយបានឲ្យតែយើងដណ្ដើមយករាងកាយវាបានពួកយើងអាចនៅជាមួយគ្នាជារៀងរហូតជាមិនខាននោះទេណាមែនដែរ អញ ទេ គិតថាអញបានជោគជ័យអញ្ចឹងមែនទេសំណាងហើយដែលហ្វុងឈិនគេមិននឹងមិនអញ្ចឹងទេផែនការរបស់ឯងនឹងបានជោគជ័យ មែនហើយនេះច្បាស់ហើយវងឈិនយើងមើលមិនខុសមែនវងឈិនឯងពិតជាមកមែនហើយសៀនតាជឺយើងហៅថាលោកគ្រូមិនបានជាធ្វើអញ្ចឹងមិនគួរណាធ្វើអញ្ចឹងទេសំអាងអីយើងយកបាយហ្វឹងមិនបានតែបាយជាយកឈិញអ៊ីងងាយស្រួលអញ្ចឹងទៅវិញយើងស្អប់ឯងធ្វើជាចិត្តល្អមិនដឹងអីនោះហើយណាយើងស្អប់ឯងដែលធ្វើរឿងត្រឹមត្រូវយើងឃើញហើយខ្ពើមរអើមខ្លាំងណាស់ចឹងហើយយើងយកទៅបំផ្លាញឯងគឺយើងជាអ្នកសម្លាប់ម៉ែរបស់ឯងហើយទម្លាក់កំហុសឲ្យឈិញអ៊ីងយើងចង់ឲ្យពួកឯងនេះខ្លាចទៅជាសត្រូវសម្លាប់គ្នាទៅវិញទៅមកឲ្យឯងឈឺចាប់ហើយយើងនឹងបំផ្លាញឯងចោល 1000 ឆ្នាំហើយទីបំផុតយើងអាចខ្លាចជាទេវតាហើយ បាយហ្វឹងតាំងសិល 3000 ឆ្នាំខ្លាចជាទេវតាមិនងាយទេនាងឆាប់ទៅនាងហ៊ានទៅយើងនឹងឲ្យពួកនាងទៅងាប់ទាំងអស់នេះជាលើកដំបូងហើយដែលនាងអោបយើងថ្ងៃមួយនេះយើងចាំយូរបើហើយ សៀនតាជីនេះគឺជាលទ្ធផលពួកយើងជាតិក្រោយធ្វើជាមនុស្សឲ្យល្អទៅជាតិក្រោយគុំជួបគ្នាទៀត ទេយើងតាមនាងមួយជីវិតហើយជាតិក្រោយមានជាតិក្រោយទៀតយើងនៅជាមួយនាងជារៀងរហូតហ្វុងឈិននេះមានរឿងអី ឈិញអ៊ីងអូនមកហើយ ឆេញអ៊ីងបងស្រីបងយកប្រលឹងចុងក្រោយរបស់បងតែបដូរយកឯងមកវិញក៏យកការចងចាំឯងពីជាតិមុនត្រឡប់មកវិញហើយ ស្អាតឬអន់ ឈិញអ៊ីងបងចង់រៀបការនឹងអូន ប្អូនស្រីមានតែជួបរឿងផ្អាំល្វិញជុះច័ន្ទជួបការស្អប់ស្រឡាញ់តែបាច់ដឹងពីអារម្មណ៍ធ្វើជាមនុស្សតែមិនមែនធ្វើជាបិសាចដែលគ្មានអារម្មណ៍នោះទេបងជាមួយសៀនតាជឺវាគឺជារឿងកម្មបងស្លាប់ទៅជាមួយគេវាជាលទ្ធផលរបស់ពួកយើងពេលនេះទៅឯងធ្វើជាខ្លួនឯងទៅបងស្រីនឹងការពារឯងរហូតបងស្រី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  ឈិញអ៊ីងឈិញ ត អ៊ីង ប៉ះជើង ឈិញអ៊ីងអូននៅមិនព្រមលើកលែងទោសឲ្យបងទៀតទេ យើងបាត់បង់កូនក៏លែងមានបងស្រីដែរ គឺបងទៅជឿសៀនតាជឿហើយទៅធ្វើបាបអូនបងព្រមទទួលទោសទាំងអស់បងនៅក្បែរអូនរហូតដល់អូនបដូរចិត្តណាដឹងទេ ប្រហែលជាវា
វាមិនអាចមានថ្ងៃនោះទេ បានអញ្ចឹងបងនៅកំដរអូនកំដរអស់មួយជីវិតណានេះគឺបងស្រីគឺបងមករកខ្ញុំហើយមែនទេអូនចាញ់ញ៉ាំមនអញអូនចាញ់ញ៉ាំតឹង បាន កម្រាស់ហើយ ហ៎ កម្រាស់ហើយមិនល្អទេរនតែដែលប៉ៃហ្វឹងនឹងខ្លាចជាទេវតាវានឹងមកដល់ហើយហ្វុងឆិន អូននិយាយហើយបិសាចដែលខ្លាយទៅជាទេវតាកម្លាំងរន្ទះវានឹងកាន់តែខ្លាំង ចាំប៉ៃហ្វឹងចាប់ជៀនពួកយើងក៏ចិញ្ចឹមនាងឲ្យធំឡើងមកជាមួយគ្នាទេ បានបានណែ ប៉ងអ្នកម៉ែនេះទីនេះលោកប៉ងអ្នកម៉ែយ៉ាងម៉េចពេលណាតើគាត់អាចខ្លាចជារូបរាងមនុស្សវិញទេ បើគិតទៅគេជាបងស្រីឯងទេហ៎ឈិញអ៊ីង លោកជាអ្នកនេះលោកមកជាឆ្លៀតអាកាលយីងអាមនុស្សចង្រៃ ណែឈិញអ៊ីងអូនស្ដាប់បងនិយាយសិនអូនត្រូវរន្ទះបាញ់ខ្លាចទៅជារូបរាងដើមបងក៏ យើងគឺជាអ្នកណាមិនបានជាយើងចាំអីមិនបានអញ្ចឹង បងគឺហ្វុងឈិនគឺជាអ្នកដែលបេះថ្នាំឲ្យអូននោះណាអូនចាំទេ អ្នកម៉ែ ហើយអូនជាប្រពន្ធរបស់បងជាតិនេះគឺពួកយើងស្គាល់គ្នាសាជាថ្មីតើល្អដែរទេ មួយសប្តាហ៍គឺខ្ញុំតែងតែធ្វើការកក់សក់2ទៅ3ដងហើយបងនិយាយទៅអត់ដែរខ្ជិលទេតាំងពីបានប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ KN នេះមកនិយាយពីថាស្រឡាញ់សក់ខ្លួនឯងខ្លាំងមែនតើនិយាយទៅឥឡូវនេះគឺខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំមកកក់សក់ឲ្យមើលទៀតតែនិយាយទៅមុនដំបូងនេះផងដែរគឺខ្ញុំធ្វើការមកប្រសាំសក់ខ្ញុំឲ្យជោគសិនមុននឹងធ្វើការកក់ចឹងគាត់ទៅធ្វើការនេះមកនិយាយពីថាបែកពពុះឡើងពេញដៃហ្មងហើយនៅពេលដែលយើងកក់សក់ទៅគឺថាសម្អាតស្បែកក្បាលយើងបានស្អាតល្អមិនថាបងគាត់មានបញ្ហាសក់ជ្រូកខ្លាំងសក់ស្អិតសពងបែកចង់សក់អង្គែសក់ព្រេងអីទេចាមានបញ្ហាជ្រូកខ្លាំងហ្មងមានបញ្ហាជ្រូកសក់ទាំងដៃអីហ្នឹងគឺអាចធ្វើការមកផលប្រយោជន៍ជាមួយនឹងសាប៊ូខាងយើងបានណាសំខាន់ណាកាន់តែប្រើគឺថាជួយបដកកូនសក់មកច្រើនខ្លាំងទៀតទៅបងចាបន្ទាប់ពីកក់ហើយលីងទឹកចេញគឺថាសក់យើងគឺឡើងឲ្យលាស់បែបហ្នឹងតែម្ដងបន្ទាប់ពីធ្វើការកក់សក់ហើយគឺខ្ញុំធ្វើការមកបន្ទន់ស្អាតបងនិយាយពីថាបន្ទន់របស់យើងនេះគឺល្អខ្លាំងមែនតើមកនៅពេលដែលបានប្រើប្រាស់ជាមួយនឹងបន្ទន់នេះហើយនិយាយពីថាដូចទៅស្ប៉ាសក់ទៅបញ្ចូលវីតាមីននៅហាងធំចឹងចាធ្វើការលីងទឹកចេញមកនិយាយពីថាសក់យើងគឺឲ្យលាស់ទន់ដូចទៅខ្សែសូត្រចឹងចាអ្នកក៏ស្រឡាញ់សក់បែបនេះហើយចង់បានសាប៊ូដែលល្អព្យាបាលគ្រប់បញ្ហាទៅខ្សែសក់តែម្ដងទៅប្រើប្រាស់ជាមួយនឹងសាប៊ូ KN នេះបានណាបង